កាលពីសម័យបុរាណមានក្មេងស្រីតូចម្នាក់នាងបានទទួលកែសម្ផស្សមុខរបស់ម្ចាស់សត្វត្រីពេលដែលវះកាត់រួចនាងបានរុំម្ចាស់សត្វត្រីដូចគេរុំនំប៉ាវអញ្ចឹងហើយនាងតូចនាំម្ចាស់ក្ត្រីទៅឲ្យព្រះមហាក្សត្រមើលតែចៃដន្យពេលទៅដល់ត្រូវបានអ្នកនៅកន្លែងកាត់ក្តីត្រូវបានគេសើចចំអកម្ចាស់សត្វត្រីជាច្រើនអ្នកអីគេនឹងមែនម្ចាស់សត្វត្រីដែលរូបរាងថតដូចជ្រូកនឹងហាហានឹងមែនម្ចាស់សត្វត្រីដែលគេល្បីថារូបរាងអាក្រក់ហើយនឹងមុខអាក្រក់មែនចង់សើចហើយគ្រូពេទ្យជំនាញច្រើនណាស់មកក៏យកនាងតូចល្អិតនេះមកវះកាត់វិញហាខ្ញុំបានប្រាប់ព្រះចៅអធិរាជរួចហើយថាមិនឲ្យម្ចាស់សត្វត្រីមកទេខ្ញុំខ្មាស់គេណាស់ខ្ញុំម្ចាស់សូមទោសព្រះមហាក្សត្រព្រះមហាក្សត្រនេះព្រះមហាក្សត្រខ្មាស់គេមែនទេក្មេងតូចយើងឆាប់ទៅវិញទៅណាកុំឲ្យព្រះមហាក្សត្រកាន់តែខឹងនៅពេលនោះដែលម្ចាស់សត្វត្រីបានហៅនាងឲ្យត្រឡប់ទៅវិញប៉ុន្តែក្មេងតូចនាងមិនទៅនោះទេព្រោះតែនាងច្បាស់លាស់ទៅលើសមត្ថភាពរបស់នាងកាលពីនាងអាយុ21ឆ្នាំនាងជាគ្រូពេទ្យផ្នែកកែសម្ផស្សប្រចាំប្រទេសតែម្ដងតែជាអកុសលនាងបានស្លាប់ដោយសារតែនាងមិនបានប្រយ័ត្ននឹងឧបករណ៍វះកាត់ក៏ធ្វើឲ្យនាងបាត់បង់ជីវិតទៅតែនាងមានសំណាងក៏បានមកចាប់កំណើតជាកូនស្ដេចហើយគ្មាននរណាដឹងថានាងជាតិមុនជាអ្នកណានោះទេនាងចាប់កំណើតមិនបានប៉ុន្មានស្ដេចក៏បានសោយទីវង្គតបាត់ទៅមិនបានប៉ុន្មានព្រះមហាក្សត្រក៏ឡើងគ្រងរាជជំនួសស្ដេច5ឆ្នាំកន្លងផុតទៅថ្ងៃមួយក្មេងតូចនោះកំពុងរត់លេងយានក៏មានចេតនារុញស្រីតូចឲ្យបុកទៅនឹងថ្មធ្វើឲ្យស្រីតូចសន្លប់មួយសន្ទុះទើបនាងដឹងខ្លួនវិញពេលនោះយានក៏បានពិការជើងក៏ព្រោះតែគេបុកថ្មខ្លាំងជាងស្រីតូចពេលនោះប្រពន្ធចុងស្ដេចក៏បានឲ្យសេនាមកចាប់ស្រីតូចនិងព្រះមហាក្សត្រនាងឆាប់និយាយមកមិនក៏រុញកូនយើងឲ្យធ្លាក់ម្ចាស់អូនបងមិនមែនជាមនុស្សបែបនឹងទេរាល់ថ្ងៃបងធ្វើតែបុណ្យទេគិតថាយើងជានាងមែនទេមានបំណងចង់សម្លាប់កូនយើងប៉ុននឹងហើយនៅមកមានមុខនិយាយយកល្អទៀតខ្ជិលស្ដាប់ហេតុផលនាងណាម្ដាយណាក៏ស្រឡាញ់កូនដែររួមទាំងខ្ញុំបើមានគេចង់សម្លាប់កូននាងខឹងគេរអត់ថ្ងៃនេះសម្រេចលើកូនប្រុសខ្ញុំតើគេឲ្យពីណីអ្នកទាំងពីរចំនួនប៉ុន្មានដំបងហើយខ្ញុំនឹងប្រាប់ទៅព្រះមហាក្សត្រថានាងចង់សម្លាប់កូនខ្ញុំអត់ទេកុំអីណាថ្ងៃនេះវ័យអ្នកទាំងពីរឲ្យខ្លាំងចំនួន100ដំបងចាប់ផ្ដើមវាយទៅនៅពេលនោះសេនានាំគ្នាចាប់ផ្ដើមវាយម្ចាស់សត្វត្រីនិងស្រីតូចពេលនោះដែរព្រះមហាក្សត្រក៏បានមកដល់គេចង់សម្លាប់យានព្រះអង្គបើវាយគេ100ដំបងច្រើនពេកហើយបន្ថយការវាយ100ដំបងដូរទៅវាយតែ30ដំបងបានហើយបើយើងវាយគេ100ដំបងវាច្រើនពេកហើយណាមួយយើងជាគ្រួសារតែមួយទេ30ដំបងជាការគំរាមកុំឲ្យមានលើកក្រោយទៀតហើយយើងជាអ្នកគ្រប់គ្រងនៅទីនេះបើមិនបន្ធូរបន្ថយទេមើលទៅវាសាហាវពេកអីយ៉ាព្រះមហាក្សត្រខ្ញុំម្ចាស់មានជំងឺពិបាកនឹងទ្រាំនឹងទារុណកម្មមួយនេះណាម្ចាស់បងនេះព្រះមហាក្សត្រជាអ្នកកំណត់គ្មានការប្រឆាំងអីទេនៅពេលនោះសេនារៀបនឹងវាយស្រីតូចទៅហើយតែព្រះមហាក្សត្រីបានរងជំនួសស្រីតូចប្រហែលព្រះអង្គនេះគេទៅរងជំនួសស្រីតូចវាយគេ100ដំបងថែមទៅផ្សំឯងកុំភ័យអីឲ្យគេវាយតែម៉ាក់បានហើយព្រះមហាក្សត្រីបានលុតជង្គង់រួចសុំឲ្យសេនាវាយតែគាត់ម្នាក់បានហើយគាត់ជឿចាប់ម្នាក់ឯងបានតែកុំឲ្យកូនគាត់ជឿចាប់ជាមួយគាត់អីស្រាប់តែសេនារៀបនឹងវាយស្រីតូចបាននិយាយថាឈប់សិនស្រីតូចហើយវាយ៉ាងម៉េចអីឯងទៀតហើយអ្នកម៉ាក់ក្រោកមកវិញមកម្ចាស់សត្វត្រីឥឡូវខ្ញុំសួរម្ចាស់សត្វត្រីវិញបើខ្ញុំធ្វើឲ្យជើងយានបានដូចដើមវិញម្ចាស់សត្វត្រីដោះលែងអ្នកម៉ាក់ខ្ញុំអត់ព្រះនាងតូចនេះឯងគិតថាឯងអាចធ្វើបានមែនទេជើងរបស់យានឯងគ្មានឧបករណ៍ផងឯងធ្វើវាបានដែរមែនទេខ្ញុំសួរម្ចាស់សត្វត្រីវិញព្រមឬមិនព្រមឲ្យនាងធ្វើទៅព្រោះនៅខ្លួនអត់មានឧបករណ៍អីផងហើយយើងដាក់លក្ខខណ្ឌជាមួយនាងវិញបើនាងធ្វើឲ្យជើងយានដើរបានយើងដោះលែងអ្នកទាំងពីរបើធ្វើមិនបានទេយើងនឹងពិន័យនាងលើសនឹងទៀតគឺពិន័យនាង30ដំបងជាមួយម្ដាយរបស់នាងទទួលបានព្រះនាងម្ចាស់ពេលនោះស្រីតូចបានដើរទៅមើលជើងយានដើម្បីធ្វើឲ្យជើងយានដើរវិញបានមិនដល់3នាទីផងយានក៏ដើរវិញបានយានគេសប្បាយចិត្តណាស់ពេលនោះនាងបានទៅរកម្ចាស់សត្វត្រីខាងណាស់មិនអាចយកឈ្នះនាងតូចបានលុះស្អែកឡើងព្រះមហាក្សត្របាននិយាយថាតែងខ្លួនឲ្យស្អាតតិចមកព្រោះមានជនបរទេសមករាជវាំងព្រះអង្គម្ចាស់បងរូបរាងគាត់អាក្រក់ណាស់បើគេឃើញគាត់ច្បាស់ជាចាប់ហើយតែព្រះអង្គបានគុំនិយាយណានទៅជាមួយខ្ញុំហើយរៀបចំខ្លួនឲ្យស្អាតស្រីតូចពិតជាអាណិតម្ចាស់សត្វត្រីណាស់នាងបាននិយាយលួងលោមម្ចាស់សត្វត្រីខ្ញុំនឹងនាំម៉ាក់ទៅប្រែកាយឲ្យស្រស់ស្អាតជាងមុនថ្ងៃជនបរទេសមកដល់រាជវាំងណាម៉ាក់បើគេឈប់ស្រឡាញ់យើងកុំឈប់ស្រឡាញ់ខ្លួនឯងឲ្យសោះដឹងនៅម៉ាក់ចុះពេលនេះឯងអាចជួយម៉ាក់បានទេម៉ាក់ចង់ស្អាតដូចមុនណាម៉ាក់មកតាមខ្ញុំមកឡើងគេងលើគ្រែនេះមកម៉ាក់ចាស់កូនចឹងម៉ាក់គេងលើនឹងមែនចាស់អ្នកម៉ាក់កូននឹងផ្លាស់ប្ដូរម៉ាក់នៅថ្ងៃនេះតែម្ដងកូនល្អរបស់ម៉ាក់នេះកូនច្បាស់ឬអត់អាចជួយម៉ាក់បានដូចបំណងម៉ាក់សង្ឃឹមលើឯងហើយណាកូនម្ដាយខ្ញុំមិនអោយម៉ាក់ខកបំណងនោះទេអ្នកម៉ាក់ជាព្រះមហាក្សត្រីខ្ញុំមិនអោយម៉ាក់នៅក្រោមគេទេកូនល្អរបស់ម៉ាក់អ្នកម៉ាក់គេងលើគ្រែទៅចាស់កូននេះជាថ្នាំសន្លប់ពេលម៉ាក់សន្លប់ទើបខ្ញុំអាចវះកាត់ម៉ាក់បាន
ងួយគេងណាស់ អីយ៉ាខ្ញុំវះកាត់អ្នកម៉ាក់បានជោគជ័យហើយតែប៉ុននេះអ្នកម៉ាក់ដឹងតែស្អាតដាច់គេហើយអ្នកម៉ាក់ឆាប់មកជនបរទេសគេចិត្តមកដល់ហើយក ូនល្អម៉ាក់អត់ទៅទេព្រោះមុខម៉ាក់មិនទាន់ស្អាតដូចគេទេ ម៉ាក់កុំបារម្ភខ្ញុំមិនឲ្យម៉ាក់បាក់មុខនៅមុខព្រះអង្គម្ចាស់ទេ សូមគោរពព្រះមហាក្សត្រព្រះអង្គចុះឯណាព្រះមហាក្សត្រីរបស់ព្រះអង្គមួយទៀត អលោកបងម្ចាស់បងថ្ងៃនេះគាត់មិនសូវស្រួលខ្លួនទើបគាត់មិនបានមកនឹងណា ប៉ុន្តែព្រះមហាក្សត្រីខ្ញុំមកអំបញ្ញមិញគេនិយាយថាម្ចាស់ក្សត្រីសឹងមានរូបរាងអាក្រក់ធាត់ដូចជ្រូកតើនេះជាការពិតទេបាទបើដូចគេនិយាយមែនពិតជាចប់ហើយ លោកនិយាយស្អីនឹងព្រះមហាក្សត្រីគាត់នៅខាងក្រៅគាត់មិនសូវស្រួលខ្លួនទើបគាត់មិនបានមកបើមិនដឹងទេគុំនិយាយអត់ចេះគិតពេក ព្រះអង្គគុំចាស់នាងនេះជាអ្នកណាមកពីខាងណាឆាប់ឲ្យនាងចេញទៅក្រៅភ្លាម ព្រះអង្គព្រះមហាក្សត្រីសឹងបានមកដល់ហើយ ឯងទៅប្រាប់នាងវិញទៅអត់ឲ្យចូលទេឆាប់ទៅពេលនោះស្រីតូចបានកាន់ដៃព្រះមហាក្សត្រីមកចូលក្នុងរាជវាំងនាងដើរថ្នមថ្នម ហាហាដូចអ្នកភូមិគេនិយាយមែនសំខាន់រុំមុខដូចគេរុំនំប៉ោអញ្ចឹងព្រះអង្គគុំចាស់ឃើញទេគួរឲ្យចង់សាយហាម្ចាស់ក្សត្រីថ្ងៃនេះជាថ្ងៃអ្វីហេតុអ្វីបានជារុំមុខចិត្តឈឹងអញ្ចឹងនេះខ្លាចខ្មាស់ពួកខ្ញុំមែនទេឬក៏ខ្លាចខ្ញុំឃើញហើយខ្លាចហា ស្រីតូចឯងឆាប់នាំម៉ាក់ឯងទៅវិញទៅយើងកំពុងមានភ្ញៀវ ព្រះអង្គម្ចាស់នេះព្រះអង្គខ្លាចខ្មាស់គេមែនទេដែលមានប្រពន្ធដូចជាអ្នកម៉ាក់ខ្ញុំចង់ឲ្យគេឃើញរូបរាងអ្នកម៉ាក់ទើបខ្ញុំមកទីនេះឬក៏ព្រះអង្គស្រឡាញ់តែស្អាតមែនទេលែងស្អាតក៏ឈប់ស្រឡាញ់ ស្រីតូចនេះព្រះអង្គកំពុងនិយាយជាមួយឯងណាមិនក៏ឯងតមាត់នឹងព្រះអង្គអញ្ចឹង បានហើយឈប់និយាយ អីយ៉ាជួយមើលគ្នាបន្តិចមើលម្ចាស់ក្សត្រីពេលធ្វើអញ្ចឹងទៅមិនដឹងដូចស្អីទេពិតមែនអត់បិទចិត្តអស់សល់តែភ្នែកនឹងហា សេនាឯងឆាប់អូគេទាំងពីរនេះចេញទៅចាំយើងទៅតាមក្រោយ ខ្ញុំមិនចេញព្រះអង្គចង់ធ្វើអីខ្ញុំ អីយ៉ាកូនម៉ាក់យើងឆាប់ទៅវិញទៅណាកុំឲ្យព្រះអង្គកាន់តែខឹង ម៉ាក់ចង់ទៅណាខ្ញុំនឹងធ្វើឲ្យព្រះអង្គកាន់តែភ្លឺភ្នែកជាងនេះបងស្រីយកកៅអីមកព្រះអង្គម្ចាស់ថ្ងៃនេះខ្ញុំសូមប្រែកាយម៉ាក់ខ្ញុំឲ្យស្អាតដូចមុនហើយមើលខ្ញុំកុំព្រិចភ្នែកឲ្យសោះ ស្ត្រីដែលមានរូបសម្បត្តិស្រស់ស្អាតពីធម្មជាតិបែបនេះអ្នកឯងហ៊ានថាអាក្រក់មើលឬព្រះមហាក្សត្រីយានីទ្រង់មានព្រះភ័ក្ត្រល្អឥតខ្ចោះប្រសើរជាងព្រះស្នំយិនដែលគ្មានបានការនោះឆ្ងាយណាស់ រឿងនេះកើតឡើងយ៉ាងម៉េចទៅនេះពិតជាមហាក្សត្រីយានីមុខអាក្រក់មែនឬ មើលកញ្ចក់ទៅរឿងដែលយើងបានសន្យានឹងអ្នកយើងប្រកាសជាធ្វើឲ្យបាន ទៅចុះ ក្រាបទូលមាតា ព្រះករុណាខ្ញុំម្ចាស់គ្រាន់តែចង់ធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលក្នុងពិធីជប់លៀងក្នុងវាំងប៉ុន្តែចៃដន្យមកយឺតពេលសូមទ្រង់អភ័យទោសដល់ខ្ញុំម្ចាស់ផង មិនយឺតទេព្រះមហាក្សត្រីយានីទ្រង់យាងមកទាន់ពេលល្អណាស់ការតុបតែងខ្លួនរបស់ព្រះមហាក្សត្រីយានីថ្ងៃនេះខុសប្លែកពីធម្មតាយើងពេញចិត្តខ្លាំងណាស់ សូមតែទ្រង់សពព្រះតីទៅបានហើយ ព្រះស្នំយិននេះជាទីអង្គុយរបស់ព្រះមហាក្សត្រីយានីហេតុអ្វីបានជាអ្នកមកអង្គុយទីនេះ ព្រះនាងប្រហែលមិនដឹងទេប៉ុន្មានឆ្នាំមកនេះគ្រប់ពិធីជប់លៀងធំតូចគឺសុទ្ធតែខ្ញុំម្ចាស់ជាអ្នកកំដរព្រះករុណា ដូច្នេះអ្នកគិតថាអ្នកអាចអង្គុយលើទីរបស់ព្រះមហាក្សត្រីយានីបានឬ ទោះបីជាអ្នកត្រូវបានគេពេញចិត្តយ៉ាងណាក៏ដោយអ្នកនៅតែជាស្នំឯកប៉ុណ្ណោះមកដណ្ដើមទីកន្លែងរបស់គេមកអង្គុយលើទីរបស់ព្រះមហាក្សត្រីយានីយូរយ៉ាងនេះហើយគួរតែប្រគល់ទីនេះឲ្យព្រះមហាក្សត្រីយានីវិញទៅព្រះនាងទ្រង់នៅក្មេងណាស់មានរឿងជាច្រើនដែលទ្រង់មិនយល់ទេគុំមករវល់អី ព្រះករុណាតើអ្វីដែលយើងនិយាយខុសឬ ព្រះស្នំយិនរវល់រៀបចំពិធីជប់លៀងទៅភ្លេចខ្លួនមួយផ្លែតចូលអ្នកចុះទៅក្រោមភ្លាមហើយទុកឲ្យព្រះមហាក្សត្រីយានីគង់វិញ នេះជាកន្លែងអង្គុយរបស់យើងកន្លែងរបស់អ្នកនៅឯណោះ ព្រះករុណា ដោយសារព្រះនាងបានមានបន្ទូលឲ្យអ្នកគួរតែចុះទៅអង្គុយខាងក្រោមទៅយ៉ានអើ ព្រះករុណានៅចាំឈ្មោះពីក្រមុំរបស់ខ្ញុំម្ចាស់មែនទេតើយូរប៉ុណ្ណាហើយដែលព្រះករុណាមិនបានទន់ភ្លន់ដាក់ខ្ញុំម្ចាស់បែបនេះដូច្នេះតើក្នុងព្រះតីរបស់ទ្រង់នៅតែមានខ្ញុំម្ចាស់ទេ
យើងប្រាប់ហើយថាបរិសុទ្ធទាំងឡាយសុទ្ធតែជាសត្វដែលមើលតែរូបរាងខាងក្រៅសំណាងហើយដែលដៃទាំងពីររបស់យើងនេះមានសមត្ថភាពវេទមន្តអាចប្រែក្លាយរបស់ពុករលួយឲ្យទៅជាអស្ចារ្យបាន មហាក្សត្រយានីនាងស្រីអន្តរធាននាងគិតថាធ្វើបែបនេះអាចដណ្ដើមការពេញចិត្តបានឬបើនាងចង់ស្លាប់យើងនឹងជួយឲ្យនាងសម្រេចបំណងយីហូបាញ់ព្រួញមួយបានសត្វ3ព្រះនាងពិតជាឆ្លៀសវៃមែនក្រោយរាត្រីនេះហារ៉េមនឹងស្ថិតក្រោមការគ្រប់គ្រងរបស់យើងតែម្នាក់ឯងព្រះនាងដល់ពេលដែលទ្រង់ត្រូវសោយថ្នាំជំនួយក៏ផុសហើយអ្នកបម្រើនេះសមនឹងស្លាប់សូមទ្រង់អភ័យទោសដល់ខ្ញុំម្ចាស់ផងព្រះមហាក្សត្រយានីមិនអីទេយើងគ្រាន់តែទៅដូរសម្លៀកបំពាក់ប៉ុណ្ណោះ មានអ្វីមិនស្រួលចាំសិន ព្រះមេដាសូមទ្រង់ចាំបន្តិចទៀតក្នុងពិធីបួងសួងនាយកដ្ឋានព្រះរាជវាំងនឹងថ្វាយផ្ទាំងគំនូរអក្សរអាយុយឺនយូររយតួចរបស់ខាងបើទ្រង់មិនគង់នៅទីនេះតើនរណានឹងជាអ្នកគូសចំណុចចុងក្រោយដ៏សំខាន់នោះ ប្រយ័ត្ន ព្រះនាង ព្រះមេតាតូចតើទ្រង់យាងទៅណា មិនមែនជារឿងរបស់អ្នកទេថយចេញទៅ ព្រះមេតាខ្ញុំម្ចាស់ដឹងថាខ្លួនបានធ្វើឲ្យទ្រង់អន់ព្រះតីឥឡូវនេះខ្ញុំម្ចាស់នឹងផឹកស្រាមួយពេងដើម្បីជាការដាក់ទោសខ្លួនឯងនិងសូមអភ័យទោសពីទ្រង់ នាងស្រីម្នាក់នេះច្បាស់ជាមានល្បិចអ្វីមិនខាន ចង់ទៅជួយព្រះមហាក្សត្រយានីឬយឺតពេលហើយ ព្រះករុណាព្រះមហាក្សត្រយានីបានរុញព្រះស្នំមេឲ្យធ្លាក់ពីលើជណ្ដាលខ្ញុំម្ចាស់ខ្លាចថាមិនអាចជួយសង្គ្រោះទារកក្នុងផ្ទៃរបស់ព្រះស្នំមេបានទេ ថាម៉េចគឺជាស្នាដៃរបស់អ្នកមែនទេ អ្នកម្នាងហួងហើយឈួតហើយនេះគឺជាបុត្រដំបងរបស់លួងលោកមន្ត្រីមីគឺជាមន្ត្រីចាស់ទុំ3ចំនួនជាព្រះគ្រូរបស់លួងផងទោះបីអ្នកម្នាងច្រណែនយ៉ាងណាក៏មិនអាចធ្វើរឿងបែបនេះបានដែរខ្ញុំម្ចាស់មិនបានធ្វើទេខ្ញុំម្ចាស់គឺអ្នកម្នាងហួងហើយនៅចង់ប្រកែកទៀតឬក្នុងវាំងមានភ្នែកជាច្រើនបានឃើញពេលអ្នកម្នាងមីដួលអ្នកម្នាងបានទាញដៃនាងក្រោយមកធ្វើពុតជាដួលចង់ដោះសារខ្លួនឯងអ្នកម្នាងពិតជាមានចិត្តអាក្រក់ពីស្ពូលមែនលួងសូមទ្រង់ព្រះសន្តាប់ការបកស្រាយរបស់ខ្ញុំម្ចាស់សិន បិទមាត់បើបុត្ររបស់អ្នកម្នាងមីមានបញ្ហាអ្វីយើងក៏នឹងមិនលើកលែងទោសឲ្យអ្នកស្រាវដែរ លួងអ្នកម្នាងមីបានទទួលរងការប៉ះទង្គិចយ៉ាងខ្លាំងបណ្ដាលឲ្យភូមិមិនត្រូវទីតាំងថែមទាំងសម្រាលមុនកំណត់ខ្លាចថាអីឆាប់និយាយមក ខ្លាចថាមិនអាចសង្គ្រោះបានទាំងម្ដាយទាំងកូនទេ ថាម៉េចខ្លួនកូនស្រីរបស់ខ្ញុំបាទតាំងពីចូលក្នុងវាំងមកតែងតែប្រយ័ត្នប្រយែងពាក្យសម្ដីនិងអាកប្បកិរិយានឹកស្មានមិនដល់បែរជាត្រូវគេធ្វើបាបយ៉ាងសាហាវបែបនេះខ្ញុំបាទចាស់នេះដាច់ខាតមិនអាចឈរមើលដោយមិនអើពើទុកឲ្យនាងនឹងបុតក្នុងផ្ទៃចាក់ចេញទៅដោយមិនដឹងដើមទងបែបនេះបានទេសូមលួងដាក់ទោសអាគមហេសីលោកគ្រូឆាប់ក្រោកឡើងខ្លួនអាគមហេសីនោះមានចិត្តពីស្ពូលដូចពូវែកអាស្រពីសូមលួងដាក់ទោសអាគមហេសីទាមទារយុត្តិធម៌ឲ្យកូនស្រីខ្ញុំបាទផងបើមិនដូច្នោះទេខ្ញុំបាទចាស់នេះនឹងនៅចំពោះមុខព្រះភ័ក្ត្រទ្រង់បោកក្បាលស្លាប់នៅនឹងកន្លែង លោកមន្ត្រីមីនេះធ្វើមិនបានខ្លាចជាមន្ត្រីចាស់ទុំ3ចំនួនហ្នឹងកូនស្រីគាត់នៅមិនទាន់ស្លាប់ផង លួងខ្ញុំម្ចាស់មិនបានធ្វើទេខ្ញុំម្ចាស់ពិតជាមិនបានធ្វើមែនសូមទ្រង់ព្រះសន្តាប់ការបកស្រាយរបស់ខ្ញុំម្ចាស់សិនអ្នកម្នាងហួងហើយនៅចង់ប្រកែកទៀតឬអ្នកម្នាងបានធ្វើរឿងដែលមេឃដីមិនអាចអត់អន់ឲ្យបានបែបនេះទោះបីលួងនឹកឃើញដល់មនុស្សសញ្ចិត្តណាចាស់ក៏មិនអាចមិនដាក់ទោសអ្នកម្នាងបានដែរបើមិនដូច្នោះទេវានឹងធ្វើឲ្យលោកមន្ត្រីមីឈឺចិត្តជាខ្លាំងបើចង់បន្ទោសគឺអាចបន្ទោសបានតែចិត្តអាក្រក់ពីស្ពូលរបស់ខ្លួនឯងប៉ុណ្ណោះ សេនាអាគមហេសីខ្វះគុណធម៌ ចាំបន្តិច សម្ដេចយាយថៃហៅតើសម្ដេចយាយនៅចង់ការពីអាគមហេសីទៀតឬព្រះនាងនៅក្មេងត្រចៀកសកន្លងមកសុទ្ធតែត្រូវបានបោកបញ្ឆោតដោយភាពសប្បុរសคล้ายៗរបស់អាគមហេសីហើយអ្នកម្នាងមីនិងព្រះរាជបុត្រសុទ្ធតែមិនអាចសង្គ្រោះបានហើយលួងក៏គ្មានវិធីអ្វីដែរ អ្នកណាថាអ្នកម្នាងមីនិងព្រះរាជបុត្រសង្គ្រោះមិនបាន គ្រូពេទ្យលួងនឹងឈ្មោះនៅមន្ទីរពេទ្យលួងសុទ្ធតែនិយាយហើយឬមួយសម្ដេចយាយថៃហៅនៅមានវិធីអ្វីអាចស្រោចស្រង់បានក្មេងតុកតាអាយុ4ឆ្នាំម្នាក់យល់ពីវិធីអី ពួកគ្រូពេទ្យអត់បានការមួយក្រុមគ្រាន់តែជាការសម្រាលមុនកំណត់មែនទេយើងជាគ្រូពេទ្យវះកាត់ដ៏ចំណាននិងបង្ហាញស្នាដៃឲ្យពួកឯងមើលយើងពិតជាមានវិធី ឈប់សិន
លួងទ្រង់មិនអាចអនុញ្ញាតឲ្យទ្រង់ធ្វើផ្ដេសផ្ដាស់បានទេគ្រូពេទ្យលួងក៏អស់ដំរីដែរទ្រង់ទើបតែមានព្រះជន្ម4វស្សាម្យ៉ាងទៀតរបស់ទាំងនេះមើលទៅគួរឲ្យខ្លាចណាស់តើទ្រង់ចង់សម្លាប់អូនស្រីមេហ្វេល ពេលនេះអ្នកនាងមីមិនអាចសម្រាលតាមធម្មជាតិបានទេបើអ្នកចង់សង្គ្រោះនាងនឹងបិទក្នុងផ្ទៃមានតែការវះកាត់យកបិទចេញប៉ុណ្ណោះ វះកាត់យកបិទចេញទ្រង់ចង់សម្លាប់អូនស្រីមេហ្វេលព្រះមាតាពេលនេះស្ថានភាពបន្ទាន់ណាស់ទ្រង់នៅមានព្រះជន្មក្មេងខ្ចីសូមកុំមានបន្ទូលពីរឿងឥតប្រយោជន៍ទាំងនេះទៀតបានទេ សូមប្រាប់ទូលលួងសម្ដេចយាយថៃហៅមានបន្ទូលត្រូវហើយខ្ញុំបាទពីមុនធ្លាប់បានអានក្នុងសៀវភៅវិទ្យាសាស្ត្របុរាណប្រសិនបើស្ត្រីមានផ្ទៃពោះពិបាកសម្រាលនៅខែទី8អាចធ្វើការវះកាត់យកបុត្រចេញបានគ្រាន់តែខ្ញុំបាទមិនដែលបានឃើញករណីជោគជ័យឡើយ យើងអាចធ្វើបាន ព្រះមាតាតើទ្រង់ជ្រាបទេថាទ្រង់កំពុងមានបន្ទូលពីអ្វី មិនល្អទេអ្នកនាងមីធ្លាក់ឈាមខ្លាំងហើយ មិនទាន់ទេលួងលោកមន្ត្រីមីបើសិនជាយើងមិនអាចសង្គ្រោះអ្នកនាងមីបានទេជីវិតយើងនេះនឹងប្រគល់ឲ្យពួកអ្នកចាត់ការតាមចិត្ត ព្រះមាតាទោះបីពីមុនទ្រង់ធ្លាប់បានផ្លាស់ប្ដូររូបរាងខ្ញុំម្ចាស់ដោយជោគជ័យក៏ដោយប៉ុន្តែលើកនេះគឺជារឿងស្លាប់រស់ណា កូនប្រសាស្រីទុកចិត្តចុះយកអស្ត្បុកឲ្យមកទៅជាម្សៅ សម្ដេចយាយខ្ញុំម្ចាស់សូមដាស់តឿនទ្រង់កុំធ្វើផ្ដេសផ្ដាស់គ្រូពេទ្យលួងក៏អស់ដំរីដែរសូមទ្រង់កុំព្យាយាមទាំងឥតប្រយោជន៍ទៀតអីអាហាសម្ដេចយាយថៃហៅសម្ដេចយាយថៃហៅសម្រាប់មនុស្សហើយឈាមច្រើនណាស់ នាំនាងចេញទៅកុំមករំខាន ព្រះករុណា មេហ្វីនាងយ៉ាងម៉េចហើយ ព្រះមាតាទ្រង់បានវាពោះមេហ្វេហើយពេញតែឈាមនៅលើដីហើយក ូនស្រីអើយពេទ្យលួងព្រះករុណាឲ្យទ្រង់ត្រូវតែរកយុទ្ធធម៌ឲ្យកូនស្រីខ្ញុំម្ចាស់ផងពេទ្យលួង ព្រះអង្គលោកម្ចាស់មីជាមន្ត្រីចាស់ទុំបីរាជហើយឥទ្ធិពលក្នុងរាជវាំងមិនអាចមើលស្រាលបានទេកូនស្រីរបស់គាត់ថ្ងៃនេះត្រូវរងគ្រោះដោយសារព្រះមហាក្សត្រីនិងព្រះមាតាបើទ្រង់មិនអាចផ្ដល់ការពន្យល់សមរម្យដល់គាត់ទេខ្លាចក្រែងកើតមានការមិនពេញចិត្តក្នុងចំណោមមន្ត្រីរាជការនឹងមិនស្ងប់សុខឡើយព្រះអង្គការមកដល់ថ្នាក់នេះយើងក៏មិនអាចការពារនាងបានទៀតដែរ ព្រះអង្គខ្ញុំម្ចាស់ទទួលរងនៅភាពយុត្តិធម៌ទេព្រះអង្គខ្ញុំម្ចាស់ពិតជាមិនបានរុញមេហ្វេឡើយព្រះអង្គកុំស្ទាក់ស្ទើរទៀតអីព្រះមហាក្សត្រីបានធ្វើបាបមេហ្វេនឹងបុត្ររបស់ទ្រង់ពេលនេះបុត្ររបស់ទ្រង់ក៏មិនដឹងជារស់ឬស្លាប់ផងមនុស្សបែបនេះទោះបីជាត្រូវកាត់ជាដុំក៏មិនគ្រប់គ្រាន់នឹងទោសដែរព្រះអង្គ ធ្វើខុសត្រូវតែទទួលទោសព្រះមហាក្សត្រីកុំបន្ទោសយើង ព្រះអង្គខ្ញុំម្ចាស់នឹងទ្រង់ជាគូស្វាមីភរិយាតាំងពីក្មេងតើទ្រង់មិនទុកចិត្តខ្ញុំម្ចាស់សូម្បីតែបន្តិចសោះឬ យើងក៏ចង់ជឿនាងដែរប៉ុន្តែអ្នកដែលមិនដឹងរស់ឬស្លាប់នៅខាងក្នុងនោះគឺជាសាច់ឈាមបង្កើតរបស់យើងប្រសូតហើយព្រះអង្គក្រាបទូលព្រះអង្គអ្នកមនាងមេហ្វេប្រសូតហើយមេហ្វេ ក្រាបទូលព្រះអង្គជាព្រះនាងតូច ព្រះមាតាតើមាតានៅសុខសប្បាយទេ ជាតិមុនយើងបានធ្វើការវះកាត់រាប់ពាន់ដងជួយសង្គ្រោះមនុស្សរាប់មិនអស់ពីកណ្ដាប់ដៃស្ដេចយមរាជតែមិនដែលមាននរណាសួរនាំឬខ្វល់ពីយើងឡើយមិនអីទេមាតាសុខសប្បាយទេ មិនអាចទៅរួចក្មេងតូចម្នាក់នឹងអាចជួយសង្គ្រោះម្ដាយកូនមេហ្វេបានព្រះអង្គ មេហ្វេរឿងមុននេះប្រាប់យើងមកតើអ្នកណាធ្វើបាបនាងយើងនឹងរកយុទ្ធធម៌ឲ្យនាង អ្នកមនាងមេហ្វេតើអ្នកមនាងបានឃើញព្រះមហាក្សត្រីព្រះអង្គមិនមែនជាព្រះមហាក្សត្រីទេ ថាម៉េច មិនមែនជាព្រះមហាក្សត្រីទេគឺខ្ញុំម្ចាស់ខ្លួនឯងមិនប្រយ័ត្នជន់លើគ្រាប់អង្កាំកែវ ផ្លូវដើរធម្មតាមិនក៏មានគ្រាប់អង្កាំកែវ
យកមកនេះគឺក្របអង្កាំនេះហើយដែលធ្វើឲ្យមេហ្វេដួល អ្នកនាងយន្តយើងចាំបានថាអង្កាំកែវប្រភេទនេះយើងធ្លាប់ប្រទានរង្វាន់ឲ្យតែនាងម្នាក់គត់ ព្រះអង្គខ្ញុំម្ចាស់មិនដឹងថាហេតុអ្វីបានជាមានអង្កាំកែវនៅលើដីនេះទេខ្ញុំម្ចាស់មិនធ្វើទេមិនធ្វើបាបមេហ្វេនិងបុត្ររបស់ទ្រង់ឡើយសូមទ្រង់មេត្តាពិនិត្យឲ្យបានច្បាស់លាស់ផង នៅក្នុងពិធីជប់លៀងមុននេះអ្នកបម្រើផ្ទាល់របស់នាងបានធ្វើឲ្យសម្លៀកបំពាក់របស់ព្រះមហាក្សត្រីទឹកដោយចេតនាបន្ទាប់មកនៅលើផ្លូវដែលព្រះមហាក្សត្រីនិងមេហ្វេត្រូវតែដើរកាត់ក៏ស្រាប់តែមានក្របអង្កាំទាំងនេះជាច្រើនមាតាមិនជឿទេថារឿងនេះគ្មានជាប់ពាក់ព័ន្ធគ្នាសោះនោះ អ្នកនាងយន្តនាងគួរតែផ្ដល់ការពន្យល់មួយដល់យើង គឺជាកំហុសរបស់ខ្ញុំម្ចាស់ទាំងអស់ពេលខ្ញុំម្ចាស់យកអង្កាំកែវមកប្រអប់ដាក់វាបានខូចនៅតាមផ្លូវខ្ញុំម្ចាស់ក៏ទៅរកប្រអប់ថ្មីមិននឹកស្មានថាពេលខ្ញុំម្ចាស់ទើបតែចេញទៅអ្នកនាងមេហ្វេក៏បានជន់លើអង្កាំកែវនោះគឺជាកំហុសរបស់ខ្ញុំម្ចាស់ទាំងអស់បើព្រះអង្គចង់ដាក់ទោសសូមដាក់ទោសខ្ញុំម្ចាស់ចុះ អ្នកនាងយន្តអប់រំអ្នកបម្រើមិនបានល្អដកហូតវិវត្តនិងត្រាតំណែងដកសិទ្ធិគ្រប់គ្រងវាំងទាំង6ប្រគល់ជូនព្រះមហាក្សត្រីវិញ ព្រះអង្គ យានឪគឺយើងដែលយកច្រឡំលើនាងកុំបន្ទោសយើងអី មេតាទ្រង់មានញឹករយពេលយូរហើយប្រកាសជាហត់នឿយហើយខ្ញុំម្ចាស់សូមដង្ហែទ្រង់យាងត្រឡប់ទៅដំណាក់វិញដើម្បីសម្រាក ហត់ណាស់ព្រះមហាក្សត្រីដង្ហែមាតាត្រឡប់ទៅដំណាក់វិញ ចាស់យាង អ្នកនាងយន្តថ្ងៃនេះបានប្រព្រឹត្តកំហុសបែបនេះនាងគួរតែនៅក្នុងដំណាក់សិនចឹងគិតពីកំហុសរបស់ខ្លួនឲ្យបានល្អចុះ ព្រះមហាក្សត្រីនាងស្ដាប់យើងពន្យល់សិន នាងគិតថានាងឈ្នះហើយឬនាងគ្រាន់តែជាមនុស្សសម័យបុរាណម្នាក់តើមានអ្វីមកតាំងជាមួយខ្ញុំដែលមកពីសតវត្សទី21នេះ ថ្ងៃនេះជាកំហុសរបស់ខ្ញុំតើអ្នកអាចអត់ទោសឲ្យខ្ញុំបានទេ លោកធ្វើឲ្យកូនស្រីខ្ញុំពិបាកចិត្តយ៉ាងនេះថ្ងៃនេះលោកថាសុំទោសក៏បានហើយឬថ្ងៃនេះខ្ញុំត្រូវតែដោះស្រាយជាមួយលោកបរោះដែលគ្មានបេះដូងបើខ្ញុំយឺតបន្តិចថ្ងៃនេះតើលោកពិតជាធ្វើបាបកូនប្រសារល្អរបស់ខ្ញុំមែនទេ ខ្ញុំថ្ងៃនេះត្រូវបានកំហឹងគ្រប់ដណ្ដប់ខ្ញុំស្បត់ថានឹងមិនធ្វើបែបនេះទៀតទេ ចង់បានការអត់ទោសពីយានសូមបង្ហាញភាពស្មោះត្រង់របស់អ្នកមកម្ចាស់កត្រីតោះយើងទៅ ព្រះមហាក្សរិយានីព្រះរាជាជាម្ចាស់ជីវិតលើត្បូងបើធ្វើបែបនេះមិនទុកមុខឲ្យព្រះអង្គទេតើនឹងទៅជាយ៉ាងណា បរោះមិនអាចឲ្យតាមចិត្តពេកទេពេលនេះជាឱកាសល្អដើម្បីបង្កើតច្បាប់ជឿខ្ញុំចោះតើខ្ញុំធ្លាប់បោកអ្នកពេលណា ព្រះករុណាខ្ញុំម្ចាស់សូមលា វ៉ាវអរគុណបងប្រុសលេខ1សម្រាប់ប្រកែកធំបេះដូងស្រឡាញ់អ្នកខ្ញុំមកពីសតវត្សទី21កំណត់វាសនាជាតួឯកស្រីនៃពិភពលោកនេះអ្នកម្នាងអ្នកជាស្រីអាក្រក់បែបនេះវាសនាកំណត់ឲ្យខ្ញុំជន់ឈ្លីអ្នកក្រោមបាតជើង សៀនគួយហ្វឺយអ្នកហេតុអ្វីបានជាអ្នកស្លៀកពាក់បែបនេះ ព្រះករុណាខ្ញុំម្ចាស់នឹកទ្រង់ណាស់តែមិនអាចជួបព្រះអង្គបានទើបបានតែធ្វើបែបនេះក៏សង្ឃឹមថាអាចនាំមកនូវភាពរីករាយប្លែកដល់ព្រះករុណា ហេតុអ្វីបានជាអ្នកគ្មានភាពខ្មាស់អៀនយ៉ាងនេះដោយសារតែការធ្វេសប្រហែសរបស់អ្នកធ្វើឲ្យព្រះស្នំមេស្ទើរតែលួចកូនតើអ្នកគិតថាធ្វើបែបនេះខ្ញុំអាចបំភ្លេចចោលបានឬ ព្រះករុណាខ្ញុំមិនសូមការអត់ទោសពីព្រះអង្គទេហើយក៏មិនរំពឹងថាអាចបន្តបម្រើព្រះអង្គបានដែរសូមឲ្យវាជំនួសខ្ញុំម្ចាស់ទៅជំនួសខ្ញុំម្ចាស់
ហេតុអ្វីបានជាវាដូចស្រីស្នំខ្លាំងម្ល៉េះ នេះជាវត្ថុពិសេសដែលខ្ញុំម្ចាស់បានកុំងធ្វើដើម្បីបម្រើព្រះករុណា ឆាប់ហៅពេទ្យលួងព្រះករុណា ព្រះមេដាព្រះមហាក្សត្រិយានីមិនល្អទេព្រះករុណាមានរឿងហើយ ថាម៉េចព្រះមហាក្សត្រកើតអី យប់នេះអ្នកនាងយិនបានថ្វាយបង្គំផ្ទុំប៉ុន្តែព្រះមហាក្សត្រស្រាប់តែបានដួលពេទ្យលួងទើបតែមកដល់ហើយនិយាយថា អ្វីអ្នកឆាប់និយាយមក ប្រហែលជានៅថ្ងៃក្រោយផ្នែកនោះប្រហែលជាប្រើការលែងកើតហើយថាម៉េច ព្រះមហាក្សត្រយ៉ាងម៉េចហើយនៅមិនឆាប់និយាយទៀត ក្រាបទូលព្រះមហាក្សត្រយានីព្រះមហាក្សត្រពេលនេះសន្លប់បាត់ស្មារតីទៅហើយព្រះមហាក្សត្រសរសៃឈាមត្រង់នោះត្រូវដាច់ហើយពួកទូលបង្គំក៏អស់សមត្ថភាពក្នុងការជួយដែរព្រះមហាក្សត្រយានីព្រះអង្គនឹងជួបគ្រោះថ្នាក់ហើយព្រះនគរនឹងជួបគ្រោះថ្នាក់ហើយ តើត្រូវមានទោសអ្វីតើត្រូវចាត់ការយ៉ាងណាព្រះមហាក្សត្រនឹងសម្រេចដោយព្រះអង្គឯងមិនចាំបាច់ឲ្យព្រះមហាក្សត្រយានីព្រួយព្រះទេនាង ព្រះមហាក្សត្រយានីពេលនេះរឿងរបស់ព្រះមហាក្សត្រសំខាន់ជាងចប់ហើយពេលនេះ តើគួរធ្វើយ៉ាងណាទៅ ព្រះមហាក្សត្រយានីសូមឲ្យពេទ្យលួងទាំងអស់ចេញទៅក្រៅបន្ទាប់មករៀបចំរបស់ដែលប្រើសម្រាប់ព្យាបាលរបួសអ្នកនាងមេឲ្យខ្ញុំ អ្នកមានវិធី ព្រះមហាក្សត្រលែងអីហើយ ពិតជាអស្ចារ្យមែននេះគឺជាអភូតហើយក្នុងវិស័យវិទ្យាសាស្ត្រហើយព្រះមហាក្សត្រអាចមានអ្នកស្នងត្រកូលបានវិញហើយព្រះនគរមានអ្នកស្នងហើយមែនហើយព្រះអរិកាទេវតារក្សារាជវង្សដ៏ពិសិដ្ឋព្រះអរិកាប្រទានព្រះគុណធ្វើឲ្យព្រះមហាក្សត្របានជាសះស្បើយមានព្រះរាជសុខភាពល្អឡើងវិញពិតជាពរជ័យរបស់ប្រជារាស្ត្រទាំងពួងជាមង្គលរបស់ព្រះនគរមែនទូលបង្គំឈ្មោះអ៊ូឌឺសូមបដិញ្ញាយកចំណេះដឹងពេញមួយជីវិតមកបម្រើព្រះមេត្តាដើម្បីជួយរាជវង្សមហាសុនយើងឲ្យខ្សែរាជវង្សបន្តដាច់ជាតិរុងរឿងជាដរាប ចេញទៅព្រះមហាក្សត្រពេលនេះកំពុងខ្ញាល់បើចង់ស្លាប់អ្នកអញ្ជើញទៅចុះ អធិរាជិនីធ្វើឲ្យអ្នកបារម្ភហើយ ព្រះមហាក្សត្រប្រោសប្រណីអ្នកនាងយិនខ្ញុំម្ចាស់ដឹងប៉ុន្តែព្រះមហាក្សត្រក៏គួរតែថែរក្សាព្រះកាយរបស់ទ្រង់ដែរតើព្រះមហាក្សត្រដឹងទេថាខ្ញុំម្ចាស់បារម្ភប៉ុណ្ណា យើងដឹងយើងសន្យានឹងអ្នកយើងនឹងមិនប្រព្រឹត្តផ្ដេសផ្ដាស់ទៀតទេយើងនឹងមិនធ្វើឲ្យអ្នកខូចចិត្តទៀតទេ អ្នកនាងយិនគឺប្រើរបស់នេះហើយដែលស្ទើរតែធ្វើឲ្យព្រះមហាក្សត្រដាច់ខ្សែស្រឡាយ នេះមិនមែនជារបស់សម័យទំនើបទេឬមួយក៏អ្នកនាងក៏ជាអ្នកឆ្លងភពដែរ ខ្ញុំមិនដឹងថារបស់នេះជាបិសាចអ្វីឲ្យប្រកាសទេសំណាងល្អដែលមិនបានបង្កជាគ្រោះធំ បើសិនជាអាគមហេសេយុនពិតជាអ្នកឆ្លងភពមែននោះត្រូវតែប្រយ័ត្នហើយ ព្រះករុណាហេតុអ្វីទ្រង់ទតមើលខ្ញុំម្ចាស់បែបនេះ ឬថាព្រះករុណាមួយរយៈនេះជ្រើសរើសតែស្លាកឈ្មោះឯង ព្រះមេដាហេតុអ្វីទ្រង់មានបន្ទូលរឿងនេះទ្រង់នៅជាក្មេងនៅឡើយទេមិនក៏អាច ខ្ញុំចង់ប្រាប់ឯងថាការរស់នៅជាមួយបុរសត្រូវចេះតឹងចេះធូរមិនអាចបណ្ដោយតាមតែម្យ៉ាងនោះទេ អ្វីទៅ ប្រៀបដូចជាតាបង្ហោះខ្លែងអញ្ចឹងខ្សែនៅក្នុងដៃយើងបើសិនជាធូរពេកខ្លែងនឹងធ្លាក់ចុះមកក្រោមបើសិនជាតឹងពេកខ្លែងក៏ហោះមិនខ្ពស់ដែរបុរសគឺដូចខ្លែងនោះអញ្ចឹងឯងយល់ទេនិយាយជាមួយឯងក៏មិនយល់ដែរ
ចិត្តដល់បុនសែននំចាំងហើយមុនពេលនោះឯងមិនអាចជួបព្រះករុណាទៀតទេមុនពេលនោះឯងមិនអាចជួបព្រះករុណាទៀតទេ នេះគឺដើម្បីអ្វី ឯងស្ដាប់តាមខ្ញុំទៅធានាថាជួយឯងបង្វឹកបានស្ដេចដែលស្ដាប់បង្គាប់ម្នាក់ ព្រះមាតា នេះគឺ រងចាំដល់ថ្ងៃបុណ្យសែននំចាំងនោះឯងនឹងដឹងហើយ ក្មេងអាយុ 4 ឆ្នាំម្នាក់ហ៊ានមកប្រដៅខ្ញុំផង មិនឲ្យខ្ញុំជួបព្រះករុណាឬ យើងនេះមានវិធីធ្វើឲ្យព្រះករុណាផ្លាស់ប្ដូរចិត្តបាន ព្រះមាតាអាគមហេសីថ្ងៃនេះហេតុអ្វីមិនមក អាគមហេសីកិច្ចមិនជួបព្រះករុណាកន្លះខែហើយមើលទៅនាងប្រហែលជាប្រញាប់ហើយអាគមហេសីថានាងមិនស្រួលខ្លួនយើងឲ្យនាងនៅក្នុងវាំងសម្រាប់ហើយ អាគមហេសីនៅតែមិនព្រមអត់ទោសឲ្យយើងទេ ចាំមើលសិន ព្រះករុណាប្រហែលជាគួរតែមើលខ្ញុំម្ចាស់ឲ្យបានច្រើនជាងនេះមិនបានទេខ្ញុំជាអ្នកម្នាងធំម្នាក់ដាច់ខាតមិនអាចចោះចាញ់ទេ អ្នកទើបតែឡើងយកក៏ចេញមកធ្វើរឿងដែលខ្ញុំចង់តែឃើញទេថាអ្នកឆ្លងភពម្នាក់នេះថ្ងៃនេះចង់លេងល្បិចអ្វីទៀត ព្រះករុណាខ្ញុំម្ចាស់ប៉ុន្មានថ្ងៃនេះតែងតែមានអារម្មណ៍ថាខុសចំពោះព្រះករុណាក្នុងចិត្តពិបាកចិត្តណាស់ខ្ញុំម្ចាស់បានដេររូបនាគនឹងហងមួយផ្ទាំងដោយផ្ទាល់ដៃសូមជូនពរព្រះករុណាមានព្រះរាជសុខភាពល្អបរិបូរណ៍ អាគមហេសីយុនមានទឹកចិត្តហើយរូបនាគនឹងហងនេះយើងពេញចិត្តណាស់ ព្រះករុណាពេញព្រះតីគឺល្អហើយ ព្រះករុណាអ្នកម្នាងដើម្បីដេររូបនាគហង្សនេះរាល់ថ្ងៃមិនខ្វល់ពីការសោយមិនថាទេនៅធ្វើឲ្យរបួសដៃទៀបត្រង់ទត់មើល ព្រះករុណាខ្ញុំម្ចាស់មិនអីទេសូមតែព្រះករុណាព្រមអត់ទោសឲ្យខ្ញុំម្ចាស់ទៅបានហើយ ល្បិចតែបៃតងថោកទាបបែបនេះក៏បានត្រឹមតែបោកមនុស្សសម័យបុរាណប៉ុណ្ណោះ ដោយសារតែអាគមហេសីយុនដឹងកំហុសហើយដូច្នេះយើង ព្រះករុណាអាគមហេសីថ្ងៃនេះទោះបីជាឈឺប៉ុន្តែនៅតែនឹករឿងដល់ព្រះករុណាបានពិសេសរៀបចំរបាំស៊ីអ៊ីវតំបន់ភាគខាងលិចថ្វាយព្រះករុណាគួរតែទតមើលសិន អាគមហេសីរៀបចំឬ នាំចូលមក ជុំកាដុំឆែបញាក់សាច់ម៉ងញយឲ្យស្ទៀវម៉ង ព្រះករុណាម្ចាស់កត្រីទោះជាឈឺក៏ដោយក៏ទ្រង់បានរៀបចំការរំជូនព្រះករុណាជាពិសេសដែរហើយក៏មិនដែលអួតក្អេងក្អាងនៅមុខព្រះករុណាដែរ គ្រាន់តែជាការរំរបាំមួយមិនចាំបាច់ឲ្យម្ចាស់កត្រីចំណាយពេលរៀបចំទេធ្វើមិនដេចនឹងដូចរូបនាគនឹងហងដែលខ្ញុំដេរប៉ាក់ដោយដៃផ្ទាល់ដែលសមនឹងទិដ្ឋភាពនិងមានអត្ថន័យជ្រាលជ្រៅជាង ចម្លែកណាស់សម្លៀកបំពាក់របាំនេះមើលទៅមានភាពសមសម័យទំនើបខ្លះតែម្ចាស់កត្រីក៏ជាមនុស្សសម័យទំនើបដែលឆ្លងភពមកដែរឬ ម្ចាស់កត្រីតារបស់ទាំងអស់នេះម្ចាស់កត្រីរៀបចំសម្រាប់ខ្ញុំមែនទេសម្លៀកបំពាក់របាំបែបនេះខ្ញុំមិនដែលឃើញពីមុនមកទេ យើងបានឬកូនប្រសាស្រីនិយាយថាសម្លៀកបំពាក់របាំនេះនាងបានកំងធ្វើជាពិសេសពីជនជាតិភាគខាងលិចប្រហែលជាសម្លៀកបំពាក់របាំមកពីតំបន់ភាគខាងលិចព្រះករុណាកម្មវិធីកំសាន្តនេះក៏ជាការភ្ញាក់ផ្អើលដែលម្ចាស់កត្រីរៀបចំជូនព្រះករុណាដែរចុះបើព្រះករុណាទ្រង់យាងចុះទៅដល់ស្បៃមុខនារីនោះដោយផ្ទាល់ ម្ចាស់កត្រីអូនលែងខឹងនឹងបងហើយមែនទេ តើខ្ញុំម្ចាស់ធ្លាប់ខឹងតាំងពីពេលណាកន្លះខែនេះខ្ញុំម្ចាស់គ្រាន់តែផ្ដោតចិត្តរៀបចំការភ្ញាក់ផ្អើលជូនព្រះករុណាប៉ុណ្ណោះព្រះករុណាតើទ្រង់នៅតែចូលចិត្តទេ
ចូលចិត្តឲ្យតែជាអ្វីដែលអូនរៀបចំឲ្យបងសុទ្ធតែចូលចិត្តទាំងអស់មកអង្គុយចុះ នាងមហាចង្រៃចាំយើងរកគ្រូធ្មប់មកធ្វើស្នៀតសម្រាប់ឯងហើយឯងនឹងក្លាយជាមុខរួញរបស់គ្រប់គ្នាដល់ពេលនោះយើងចង់ឃើញឯងអាចប្រហារដល់កម្រិតណាទៀត ព្រះករុណាទូលបង្គំតែងតែដឹងថាមានចំហាយអាក្រក់ដ៏ខ្លាំងក្លាមួយនៅក្នុងរាជវាំងចំហាយអាក្រក់អ្វីចំហាយអាក្រក់នេះសាហាវខូខើណាស់ការដែលអតីតព្រះចៅអធិរាជសោយទីវង្គតគឺដោយសារតែត្រូវចំហាយអាក្រក់នេះប៉ះពាល់ចាងធានស៊ីតើអ្នកដឹងទេថាអ្នកកំពុងនិយាយអ្វីព្រះករុណាទូលបង្គំហ៊ានយកជីវិតធានាពាក្យសម្ដីគ្រប់ម៉ាត់សុទ្ធតែជាការពិតហើយទូលបង្គំបានរកឃើញប្រភពនៃចំហាយអាក្រក់ហើយណែណាគឺព្រះមេដា ចាងធានស៊ីយាយចាំបានថាអតីតព្រះចៅអធិរាជសោយទីវង្គតច្រើនឆ្នាំហើយឥឡូវអ្នកលើកឡើងថាអតីតព្រះចៅអធិរាជស្លាប់ដោយសារតែចំហាយអាក្រក់លើខ្លួនយាយប៉ះពាល់វាពិតជារឿងមិនសមហេតុផលទេ អតីតព្រះចៅអធិរាជដើមឡើយនៅមានព្រះជន្ម2 3ឆ្នាំទៀតតែពេលបានជួបព្រះមេដាក៏សោយទីវង្គតភ្លាមគឺដោយសារតែចំហាយអាក្រក់ដែលព្រះមេដាមានជាប់នឹងខ្លួនបានប៉ះពាល់ដល់អតីតព្រះចៅអធិរាជឥឡូវនេះត្រឹមតែប៉ុន្មានឆ្នាំចំហាយអាក្រក់បានកើនឡើងខ្លាំងក្លាហើយប្រសិនបើមិនឆាប់កម្ចាត់ទេព្រះរាជវង្សានុវង្សគ្មាននរណារួចជីវិតឡើយ និយាយកុហកហ៊ានទាំងមូលបង្កាច់ព្រះមេដាទៀតអ្នកណាចាប់គេយកទៅ ព្រះករុណាពាក្យសម្ដីរបស់ចាងធានស៊ីក៏មិនខុសដែរអតីតព្រះចៅអធិរាជគឺពិតជាបានជួបព្រះមេដាហើយទើបសោយទីវង្គតព្រះករុណាក៏គង់នៅទីនោះដែរតាំងពីព្រះមេដាចូលក្នុងវាំងអតីតព្រះចៅអធិរាជសោយទីវង្គតព្រះអង្គម្ចាស់នេនកោឈូក៏ដួលបាក់ជើងព្រះស្នំមីក៏ស្ទើរតែសម្រាលកូនមិនរួចរឿងអាក្រក់កើតឡើងមិនឈប់ប្រសិនបើពិតដូចចាងធានស៊ីនិយាយមែនសម្រាប់ព្រះរាជវង្សគឺជាគ្រោះមហន្តរាយដ៏ធំ ព្រះករុណាខ្ញុំម្ចាស់ខ្លាចណាស់ពួកឯងជឿតែសម្ដីគ្រូទីតាមផ្លូវម្នាក់សោះក៏អាចកំណត់ជោគវាសនាអាណាចក្រដាសឹងរបស់យើងបានដែរឬតើពួកឯងមានសិទ្ធិអ្វីធ្វើជាមន្ត្រីរបស់ខ្ញុំ ហាខ្ញុំនេះមានទំនាក់ទំនងនឹងខ្មោចព្រាយបិសាចដឹងពីសុខទុក្ខរបស់អ្នកទាំងអស់គ្នាបើព្រះអាគមហេសីមិនជឿទេខ្ញុំនឹងបង្ហាញរឹតបន្តិចបន្តួចឲ្យអតីតព្រះចៅអធិរាជយាងមកមានបន្ទូលដោយផ្ទាល់លោកគ្រូអាចារ្យអាចារ្យតើលោកមានន័យថាម៉េចអតីតព្រះចៅអធិរាជសោយទីវង្គតយូរឆ្នាំហើយតើលោកអាចធ្វើឲ្យទ្រង់យាងមកមានបន្ទូលដោយផ្ទាល់បានយ៉ាងម៉េចទោះបីលោកទទួលបានការគោរពពីអតីតព្រះចៅអធិរាជក៏ដោយក៏មិនអាចប្រមាថទ្រង់បែបនេះដែរអតីតព្រះចៅអធិរាជបានសោយសុខនៅឋានលើរួចទៅហើយតែទ្រង់ជ្រាបថាព្រះរាជវង្សយើងត្រូវឥទ្ធិពលអាក្រក់យាយីទើបទ្រង់មកពន្យល់សប្ខ្ញុំឲ្យខ្ញុំមកជម្រាបព្រះករុណាឲ្យបានច្បាស់ពីផលវិបាកនេះខ្ញុំនឹងធ្វើឲ្យអតីតព្រះចៅអធិរាជបានយាងមកគាល់ព្រះករុណាឥឡូវនេះព្រះករុណាអតីតព្រះចៅអធិរាជព្រះបតាពិតជាអតីតព្រះចៅអធិរាជមែនក្រាបបង្គំគាល់អតីតព្រះចៅអធិរាជព្រះបតា សម្ដីរបស់លោកគ្រូអាចារ្យអាចារ្យគឺជាការពិតកូនត្រូវតែបោះសម្អាតភាពសើមងក្នុងរាជវាំងដើម្បីការពារព្រះរាជវង្សានុវង្ស ព្រះបិតាព្រះករុណានេះពិតជាអតីតព្រះចៅអធិរាជមែនហើយលោកគ្រូអាចារ្យអាចារ្យពិតជាអ្នកមានឫទ្ធិមែន រឿងដែលគ្មានបញ្ញាដូចពួកឯងបោកតែមួយផ្លែតក៏ជឿដែរខ្ញុំគ្រាន់តែរកមនុស្សមុខមាត់ដូចអតីតព្រះចៅអធិរាជតុបតែងខ្លួនបន្តិចថតជាវីដេអូរួចយកមកចាក់បញ្ចាំងពួកឯងក៏ជឿដែរឈួតមែនកុំចាត់មនុស្សខ្ញុំមិនចាំបាច់ចេញដៃផ្ទាល់ទេពួកអាល្ងងខ្លៅពួកឯងមិនអាចអួតខ្លួនបានយូរទេ ព្រះករុណាសូមទ្រង់បំបត្តិឥទ្ធិពលអាក្រក់នេះដើម្បីការពារព្រះរាជវង្សផងដើម្បីព្រះរាជវង្សដើម្បីប្រជានុរាស្ត្រសូមព្រះករុណាដល់ព្រះវររាជមេតាចេញពីតំណែងបញ្ជូនទ្រង់ទៅគុកស្លាប់ទៅសូមព្រះករុណាដល់ព្រះវររាជមេតាចេញពីតំណែងបញ្ជូនទ្រង់ទៅគុកស្លាប់ទៅ ព្រះករុណាខ្ញុំជាអ្នកមើលថែទ្រង់តាំងពីតូចទ្រង់មិនអាចជាអ្នកមានឥទ្ធិពលអាក្រក់នោះទេ ព្រះអាគមហេសីមានបន្ទូលខុសហើយទូបង្គំនៅចាំបានថាកាលពីពេលថ្មីនេះអ្នកមនាងមេហ្វេប្រសូតបុត្រព្រះវររាជមេតាពិតជាចិត្តដាច់ខូខើណាស់មិនខ្វល់ពីជីវិតអ្នកមនាងមេហ្វេទេ
ព្រះវររាជមេតាទើបតែមានព្រះជន្ម4ព្រះវស្សាសោះក្នុងឆ្នាំនេះក៏ទ្រង់សាហាវយ៉ាងនេះទៅហើយបើទ្រង់ធំឡើងនឹងមានឥទ្ធិពលខ្លាំងក្លាអាចបង្កគ្រោះថ្នាក់ដល់ប្រជានុរាស្ត្របានពេលនោះនឹងហួសពេលហើយទូបង្គំយល់ឃើញថាมันអាចមានចិត្តមេត្តាដូចស្ត្រីបានទេសូមទ្រង់បញ្ជូនព្រះវររាជមេតាទៅគុកស្លាប់ឲ្យបានឆាប់ដើម្បីពង្រឹងវិន័យក្នុងរាជវាំង ប្អូនស្រីកាលនោះគឺព្រះវររាជមេតាទេតើដែលបានជួយសង្គ្រោះប្អូននិងកូនរឿងនេះពាក់ព័ន្ធនឹងអនាគតរបស់ព្រះរាជវង្សនៃអាណាចក្រដាសឹងខ្ញុំគ្រាន់តែជាស្ត្រីម្នាក់និយាយអ្វីក៏គ្មានគេស្ដាប់ដែរសូមព្រះអាគមហេសីមេត្តាអភ័យទោសព្រះករុណាតើទ្រង់ពិតជាចង់ដកព្រះមេតាចេញពីតំណែងមែនឬ មើលទៅខ្ញុំត្រូវនិយាយបន្ថែមទៀតហើយក្មេងស្រីនេះមានភាពសៅមងជាប់នឹងខ្លួនបើមិនដកចេញទេខ្លាចក្រែងនឹងនាំគ្រោះមហន្តរាយដល់អាណាចក្រដាសឹង បើព្រះបីតាមានបន្ទូលដូច្នេះដើម្បីព្រះរាជវង្សដើម្បីប្រជានុរាស្ត្រខ្ញុំមិនអាចធ្វើឲ្យអតីតព្រះចៅអធិរាជខុសព្រះតីបានទេ បើព្រះករុណានៅតែទទូចនោះខ្ញុំម្ចាស់ព្រមឲ្យព្រះមេតារងទទួលទោសចុះសង្ឃឹមថាព្រះករុណានឹងសម្រេចកិច្ចនេះ ព្រះករុណាព្រះអាគមហេសីការពីព្រះវររាជមេតាដល់ថ្នាក់នេះគឺដោយសារទ្រង់ត្រូវឥទ្ធិពលអាក្រក់របស់ព្រះវររាជមេតាគ្រប់សង្កត់ហើយបើមិនបំបត្តិឲ្យបានឆាប់ទេឥទ្ធិពលនេះនឹងរាលដាលមិនមែនត្រឹមតែព្រះអាគមហេសីទេ ទាហានចាប់ព្រះវររាជមេតាបញ្ជូនទៅគុកស្លាប់ទៅ ហ៊ានតតាំងនឹងតួឯកស្រីដូចយើងតើឯងយកអ្វីមកប្រៀបចាញ់ក្រោមដៃយើងឯងស្លាប់ក៏មិនសោកស្ដាយព្រះអង្គម្ចាស់លោកអាចារ្យអចាងមានប្រសាសន៍ថាឥទ្ធិពលអាក្រក់លើព្រះកាយព្រះមេតាបានជាឥទ្ធិពលដល់ព្រះមហាក្សត្រីយានីហើយអញ្ចឹងយើងត្រូវតែចាប់ព្រះមហាក្សត្រីយានីមកដែរហើយដើម្បីឲ្យលោកអាចារ្យអចាងបណ្ដេញឥទ្ធិពលអាក្រក់ចេញពីព្រះកាយព្រះនាងដែរ ព្រះអង្គម្ចាស់ឥទ្ធិពលអាក្រក់ដែលព្រះមហាក្សត្រីយានីទទួលរងគឺមិនស្រាលទេតាមទស្សនៈរបស់ទូបង្គំយើងគួរតែឃុំព្រះមហាក្សត្រីយានីទុកនៅក្នុងខ្ពំរឹបកាយរបស់ទូបង្គំ 7 គុណ 7 ស្មើ 49 ថ្ងៃក្រោយទើបទ្រង់អាចចេញមកវិញបាន អាចារ្យឲ្យខ្លាញ់សម្ដែងរឹតបោកប្រាស់ចេះមុនអាគមបន្តិចបន្តួចគិតថាខ្លួនឯងជាទេវតាហើយមែនទេ ទូបង្គំកំពុងតែជួយសង្គ្រោះព្រះមហាក្សត្រីយានីទេព្រះអង្គម្ចាស់ឥទ្ធិពលអាក្រក់លើព្រះកាយព្រះមេតាកាន់តែខ្លាំងឡើងហើយសូមព្រះអង្គម្ចាស់សម្រេចព្រះតីផង ព្រះអង្គម្ចាស់ខ្ញុំម្ចាស់ខ្លាចណាស់សូមទ្រង់ចាប់ព្រះមេតាយកទៅឆាប់ទៅ ព្រះអង្គម្ចាស់មិនអាចមានព្រះតីទុនជ្រីចំពោះវត្ថុអបមង្គលបែបនេះបានទេ ហេចង់ប្រើបច្ចេកវិទ្យាទំនើបប្រឆាំងនឹងជំនឿអរូបីនឹងហេចាំមើលខ្ញុំធ្វើបាបអ្នកដូចអ្នកធ្វើបាបគេវិញម្ដងយប់មិញអតីតព្រះចៅអធិរាជប្រាប់ខ្ញុំថាមានអាចារ្យអចាស់ម្នាក់ចង់ធ្វើបាបទ្រង់តាមពិតគឺអ្នកឯងសោះ ពោលពាក្យភូតកុហកតើអ្នកមានភស្តុតាងអ្វី ភស្តុតាងគឺនៅក្នុងដៃអោរបស់អ្នកនឹងហើយ ព្រះអង្គម្ចាស់ព្រលឹងរបស់អតីតព្រះចៅអធិរាជត្រូវបានអាចារ្យឲ្យបោកប្រាស់នេះឃុំទុកនៅទីនេះធ្វើឲ្យទ្រង់មិនអាចចាប់ជាតិវិញបានសូមទតមើល លោកអាចារ្យអាចារ្យវត្ថុខ្មៅរឿងនេះជាអ្វីអ្នកលាក់ទុកក្នុងដៃឲ្យចង់ធ្វើអ្វីនេះគឺជាថ្មចម្លែកដែលទូបង្គំប្រមូលបានសូមព្រះមេតាប្រគល់ឲ្យទូបង្គំវិញ អាចារ្យអចាងអាំនោះឥតបានការនេះកំពុងតែរកល្បិចអ្វីទៀតហើយ លោកអាចារ្យអចាងខ្ញុំឃើញថ្មចម្លែកនេះគួរឲ្យចាប់អារម្មណ៍ណាស់តើគេលេងវាដោយរបៀបណាឲ្យខ្ញុំខ្ចីមើលពី3ថ្ងៃបានទេ មិនបានទេសូមព្រះមេតាប្រគល់ឲ្យទូបង្គំវិញ ប្រហើនអ្នកមិនគោរពព្រះមេតាទេអាចារ្យអចាងអ្នកមិនអាចប្រមាថថ្នាក់លើបានទេ ព្រះអង្គម្ចាស់ព្រះមេតាឥឡូវនេះឥទ្ធិពលអាក្រក់ពេញព្រះកាយហើយមិនអាចស្ដាប់តាមសម្ដីរបស់ទ្រង់បានទេ លោកអាចារ្យអចាងនិយាយថាអ្វីដែលនៅក្នុងដៃខ្ញុំគ្រាន់តែជាថ្មចម្លែកមួយដុំហេតុអ្វីក៏ភ័យស្លន់ស្លំលេះឬមួយក៏គឺអ្នកឯងដែលបានឃុំព្រលឹងរបស់អតីតព្រះចៅអធិរាជទុកនៅក្នុងថ្មចម្លែកនេះ អតីតព្រះចៅអធិរាជព្រះវិញ្ញាណរបស់អតីតព្រះចៅអធិរាជពិតជាត្រូវបានអាចារ្យអចាងនេះឃុំទុកនៅក្នុងថ្មចម្លែកនេះមែនព្រះអង្គម្ចាស់អាចារ្យអចាងឃុំព្រះវិញ្ញាណអតីតព្រះចៅអធិរាជហើយថែមទាំងបង្ខូចព្រះមេតាទៀតអាចារ្យអចាងអញហ៊ានប្រើល្បិចថោកទាបបង្ខូចព្រះមេតាមើលទៅអញពិតជាមិនចង់រួមមែនហើយដោះលែងព្រះវិញ្ញាណអតីតព្រះចៅអធិរាជភ្លាមស្នំឯកសូមជួយទូបង្គំផងស្នំឯកជួយទូបង្គំផងស៊ុនគួយហ្វេការឃុំឃាំងព្រះវិញ្ញាណអតីតព្រះចៅអធិរាជក៏ពាក់ព័ន្ធនឹងអ្នកដែរ ព្រះអង្គម្ចាស់
ខ្ញុំម្ចាស់គ្រាន់តែជាស្ត្រីម្នាក់តើអាចទៅឃុំឃាំងព្រះវិញ្ញាណអតីតព្រះចៅអធិរាជបានយ៉ាងដូចម្តេចទៅលោកអាចារ្យអចាងខ្ញុំសូមណែនាំលោកឲ្យដោះលែងព្រះវិញ្ញាណអតីតព្រះចៅអធិរាជជាបន្ទាន់ទៅបើមិនដូច្នោះទេគ្រួសាររបស់លោកក៏នឹងត្រូវជាប់ពាក់ព័ន្ធដែរ ព្រះអង្គរឿងរ៉ាវទាំងអស់នេះគឺខ្ញុំបាទជាអ្នករៀបចំឡើងមិនពាក់ព័ន្ធនឹងអ្នកដទៃឡើយទោះខ្ញុំបាទសុំនឹងទទួលមរណភាព10000ដងព្រះអង្គសូមព្រះអង្គកុំធ្វើទុកបុកម្នេញដល់គ្រួសាររបស់ខ្ញុំបាទអីព្រះអង្គទាហានចាប់ខ្លួនមហាសេនាបតីជើងយកទៅឃុំឃាំងរួចយកទៅប្រហារជីវិតនៅពេលរសៀលសូមមេត្តាលើកលែងទោសផងព្រះអង្គសូមមេត្តាលើកលែងទោសផង មីកូនស្រីចង្រៃនេះវាមានប្រភពមកពីណាម្ដងហើយម្ដងទៀតបំផ្លាញរឿងល្អរបស់អញ ព្រះមាតាមិញនេះគឺបុត្រថ្ងៃនេះមិញនេះ ព្រះអង្គមិនចាំបាច់មានបន្ទូលទៀតទេព្រះអង្គជាម្ចាស់ផែនដីប្រកាសជាមានកង្វល់ច្រើនយ៉ាងប៉ុន្តែទាំងអស់នេះមិនមែនជាហេតុផលដែលត្រូវបោះបង់ព្រះមាតាចោលនោះទេ កូនប្រសានិយាយត្រូវហើយ ព្រះអង្គកាត់អីហ្នឹងព្រះអង្គនេះគឺ ប្រហែលជាថ្ងៃនេះសោយអ្វីខុសហើយទើបប្រតិកម្មមិនអីទេ កន្ទួលក្រហមនេះមើលទៅដូចធ្លាប់ស្គាល់ហាក់ដូចជាធ្លាប់ឃើញការនៅមន្ទីរពិសោធន៍សម័យទំនើប ឥឡូវនេះព្រះអង្គបែរជាមិនទៅសង្ស័យលើខ្ញុំដោយសាររឿងនេះគឺសុទ្ធតែដោយសារតែអាគមហេសីនិងព្រះមាតាតូចដែលបំផ្លាញរឿងល្អរបស់ខ្ញុំនឹងសម្លាប់មេស្រីចង្រៃ2នាក់នេះដោយដែរ ព្រះអង្គមិញនេះមានសារពីមន្ត្រីខាងក្រៅរាជវាំងរាយការណ៍មកថាក្នុងក្រុងមានជំងឺអាសន្នរោគរាតត្បាតមានមនុស្សជិត100នាក់ហើយដែលបានឆ្លងជំងឺនេះការដុំឆែបអ្វី ការប្រារព្ធសម្រាប់បម្រើស្ដេចមិនមែនជារឿងដែលគង់វង្សយូរអង្វែងទេ អ្នកអង្គម្ចាស់ខ្ញុំម្ចាស់បានស៊ើបសួរហើយជំងឺអាសន្នរោគដែលប្រជារាស្ត្រកើតនោះគឺជំងឺអុតធំដែលងាយឆ្លងខ្លាំងណាស់ឥឡូវនេះអ្នកដែលកើតជំងឺនៅក្រៅក្រុងមានដល់រាប់ពាន់នាក់ហើយ ជាជំងឺអុតធំឬមេរោគប្រភេទនេះនៅសម័យបុរាណគ្មានថ្នាំព្យាបាលតតែសោះមិនបានទេខ្ញុំត្រូវតែទៅគាល់ព្រះអង្គ សូមក្រាបទូលព្រះអង្គមិញនេះមន្ត្រីក្រុងរាយការណ៍មកថាជំងឺអាសន្នរោគលើកនេះគឺជាជំងឺអុតធំដែលងាយឆ្លងខ្លាំងណាស់ប្រជារាស្ត្រនៅប៉ែកខាងលិចក្រុងជិតពាក់កណ្ដាលបានឆ្លងជំងឺនេះអស់ហើយស្ថានភាពកំពុងតែមានគ្រោះថ្នាក់ខ្លាំងណាស់កងទ័ពការពារព្រះរាជវាំងបានបិទនិងដាក់ឲ្យនៅដាច់ដោយឡែកពីប្រជារាស្ត្រដែលឆ្លងជំងឺហើយប៉ុន្តែនៅតែមានអ្នកឆ្លងថ្មីជារៀងរាល់ថ្ងៃតើវិជ្ជាបញ្ជាសម្រាប់ព្យាបាលជំងឺរាតត្បាតនេះស្រាវជ្រាវរកឃើញហើយឬនៅឥឡូវនេះគ្រូពេទ្យទាំងអស់ក្នុងមន្ទីរពេទ្យលួងកំពុងស្រាវជ្រាវទាំងយប់ទាំងថ្ងៃបានបញ្ជូនគ្រូពេទ្យជាច្រើនអ្នកទៅកាន់តំបន់ដែលមានជំងឺរាតត្បាតដើម្បីធ្វើការព្យាបាលហើយប៉ុន្តែយ៉ាងម៉េចប៉ុន្តែជំងឺរាតត្បាតនេះសាហាវខ្លាំងណាស់គ្រូពេទ្យដែលបញ្ជូនទៅសុទ្ធតែបានឆ្លងជំងឺនេះទាំងអស់គ្មាននរណាម្នាក់នៅរស់រានមានជីវិតឡើយឥឡូវនេះគ្មាននរណាហ៊ានទៅទៀតទេសូមព្រះអង្គទ្រង់បន្ធូរព្រះពិរោធរាល់ថ្ងៃទទួលប្រាក់បំណាច់ពីរាជការឥឡូវនេះសូម្បីតែវិជ្ជាបញ្ជាសម្រាប់ព្យាបាលជំងឺក៏ស្រាវជ្រាវរកមិនឃើញតើយើងត្រូវការពួកឯងធ្វើអ្វីទៀតតើមានប្រយោជន៍អ្វី ថយចេញឲ្យអស់ទៅព្រះអង្គប្រជារាស្ត្រកើតជំងឺអុតធំឥឡូវនេះវិធីតែមួយគត់គឺត្រូវដុតប្រជារាស្ត្រទាំងអស់ដែលកើតជំងឺនេះចោលបើមិនចាត់វិធានការឲ្យបានត្រឹមត្រូវទាន់ពេលវេលាទេអាចនឹងមានមនុស្សស្លាប់ច្រើនជាងនេះទៀតទឹកប្រជារាស្ត្រអ្នកស្នំយន្តតើអ្នកដឹងទេថាការធ្វើបែបនេះនឹងធ្វើឲ្យប្រជារាស្ត្រក្នុងលោកនេះអស់សង្ឃឹមមេត្តាធម៌របស់ស្រីព្រះអង្គក្នុងសៀវភៅបុរាណបានចែងថាភ្លើងអាចដុតបំផ្លាញរបស់សើម៉ុងទាំងអស់ឥឡូវនេះត្រូវតែដុតប្រជារាស្ត្រដែលកើតជំងឺទាំងអស់ចោលដើម្បីកម្ចាត់បញ្ហាទៅថ្ងៃក្រោយប្រហែលពួកគេទាំងអស់នោះគឺជាប្រជារាស្ត្ររបស់យើងនាងព្រះអង្គព្រះអង្គមិនល្អទេព្រះអង្គឆ្លងជំងឺអាសន្នរោគហើយ ខ្ញុំត្រូវតែរត់ឲ្យលឿនខ្ញុំមិនអាចឆ្លងជំងឺអុតធំបានទេពេទ្យលួងហៅពេទ្យលួង ប្រញាប់ហៅពេទ្យលួងបបិទ្ធព្រះអង្គម្ចាស់ជាជំងឺអុតធំទេតើត្រូវធ្វើដូចម្ដេចទៅ ព្រះករុណា អាគមហេសីកុំចូលមកចិត្តយើង ទោះជាយ៉ាងណាខ្ញុំសូមបម្រើព្រះអង្គជានិច្ច អាគមហេសីព្រះករុណាទ្រង់ប្រឈួននឹងជំងឺអុតធំទេតើទ្រង់មិនខ្លាចទេ ពេលនេះទូទាំងមហាអាណាចក្រកំពុងតែមានភាពចលាចលក្នុងនាមជាអាគមហេសីរឹតតែត្រូវជួយព្រះករុណាការពារផ្នែកខាងក្រោយនេះ
យានអើ អ្នកណានៅខាងក្រៅបិទព្រះរាជការិយាល័យនិងដំណាក់ព្រះករុណារាល់បម្រើនិងមន្ត្រីក្នុងព្រះរាជការិយាល័យហាមចេញពីទីនេះមួយជំហាន បាទ បញ្ជូនព្រះមាតាទៅដំណាក់វិញកុំឲ្យទ្រង់ប៉ះពាល់របស់ដែលមិនស្អាតឲ្យសោះ អ្នកមិនទៅខ្ញុំក៏មិនទៅដែរខ្ញុំមិនអាចទុកអ្នកនៅកន្លែងគ្រោះថ្នាក់បែបនេះតែម្នាក់ឯងបានទេ អ្នកនៅក្មេងពេកមិនស័ក្តិសមនឹងនៅកន្លែងបែបនេះទេពេទ្យខ្លួនយកវេជ្ជបញ្ជាសម្រាប់ព្យាបាលជំងឺអុតធំដែលអ្នកបានស្រាវជ្រាវថ្មីនេះមកខ្ញុំនឹងស្រាវជ្រាវរោគថ្នាំជាមួយអ្នកទាំងអស់គ្នា អាគុំហេសី អាគុំហេសីក្តៅណាស់តើអ្នកក៏កើតជំងឺអុតដែរមែនទេ មកខ្វៃនៅឲ្យឆ្ងាយពីខ្ញុំអ្នកនៅក្មេងណាស់វានឹងអាក្រក់ខ្លាំងណាស់ប្រសិនបើអ្នកឆ្លងមេរោគ ពិតជាជំងឺអុតធំពិតមែន ព្រះចៅអធិរាជនិងព្រះមហាក្សត្រីសុទ្ធតែកើតជំងឺអាសន្នរោគប៉ុន្តែថ្នាំព្យាបាលមិនទាន់ត្រូវបានរកឃើញនៅឡើយទេចប់ហើយនគរដាសឹង ស្ងាត់តារាប់ណាព្រះចៅអធិរាជនៅទីនេះនគរដាសឹងនឹងមនោលមូលីឡើយទៅយកវេជ្ជបញ្ជានោះមកហើយសាកល្បងវាលើខ្ញុំ ព្រះមហាក្សត្រីមិនបានដាច់ខាតព្រះមហាក្សត្រី ប្រសិនបើថ្នាំព្យាបាលមិនត្រូវបានរកឃើញទេព្រះមហាក្សត្រីក៏នឹងសុគតដែរទេខ្ញុំមិនអាចឲ្យព្រះនាងសុគតបានទេខ្ញុំនឹងរកថ្នាំព្យាបាលខ្ញុំត្រូវតែចាក់ចេញពីព្រះរាជវាំងហើយស្វែងរកវិធីព្យាបាលជំងឺអាសន្នរោគនេះអាកាសធាតុក្តៅជួយឲ្យជំងឺអាសន្នរោគរីករាលដាលហេតុអ្វីបានជាមន្ត្រីមិនបញ្ជូនមនុស្សទៅផ្លាស់ប្ដូរទីតាំងអ្នកជំងឺទៅកន្លែងត្រជាក់ ខ្ញុំទើបតែទៅសាកសួរនៅក្បែរនេះខ្ញុំបានឮថាមន្ត្រីបានបោះបង់ចោលអ្នកជំងឺទាំងនេះហើយដោយទុកឲ្យពួកគេមើលថែខ្លួនឯង កូនអើយនៅឲ្យឆ្ងាយពីខ្ញុំកើតជំងឺអាសន្នរោគខ្ញុំនឹងស្លាប់ហើយក ុំបារម្ភអ្នកនឹងមិនអីទេយកសារ៉ាំងរបស់ខ្ញុំមក ខ្ញុំស្មានតែអ្នកសង្គ្រោះនឹងមកជួយនរណាទៅដឹងថាជាក្មេងស្រីតូចម្នាក់ទៅវិញ ប៉ុន្មានថ្ងៃនេះខ្ញុំបានប្រមូលសំណាក់សេរ៉ូមពីអ្នកជំងឺទូទាំងទីក្រុងដោយប្រាប់ការហានីសាក់គឺ Facility និង Astragalus ជាសារធាតុទុកមានឱកាសក្នុងការបង្កើតថ្នាំបន្សាបសម្រាប់ជំងឺអុតស្វាយអូខេទីបំផុតថ្នាំបន្សាបត្រូវបានបង្កើតឡើងហើយយកថ្នាំនេះត្រឡប់ទៅព្រះរាជវាំងវិញឲ្យបានលឿនហើយប្រគល់វាទៅឲ្យព្រះមហាក្សត្រី ចាស់ខ្ញុំនឹងទៅឥឡូវនេះ ព្រះស្នំយីតើព្រះនាងចង់ធ្វើអ្វីយើងបានឮថាជំងឺរាតត្បាតនេះមិនអាចគ្រប់គ្រងបានទៀតទេយើងចេញបញ្ជា អ្នកជំងឺទាំងអស់ដុតសម្លាប់ចោលទាំងអស់ តារីជវាំងពិតជាចង់ដុតយើងទាំងរួមមែនទេខ្ញុំមិនចង់ស្លាប់ទេ អ្នកទាំងអស់គ្នាកុំភ័យស្លន់ស្លោព្រះស្នំយីអស្ថព្យាបាលខ្ញុំបានស្រាវជ្រាវផ្សំបានហើយប្រជារាស្ត្រនឹងឆាប់ជាសះស្បើយក្នុងពេលឆាប់នេះ ពឹងលើអ្នកឬលើកមុននោះគឺអ្នកគ្រាន់តែសំណាងល្អសុទ្ធសាធទេកុំប្រាប់ណាថាអ្នកពិតជាគិតថាខ្លួនឯងជាហោតចាប់ជាតិមែននោះនេះគឺជាជំងឺអុតធំដែលគ្មានអស្ថព្យាបាលពេលនេះព្រះរាជាមិនដឹងរស់ឬស្លាប់ឥឡូវនេះជាឱកាសល្អបំផុតដើម្បីសម្លាប់ព្រះមាតាចោល ព្រះស្នំយីតើអ្នកចង់ធ្វើអ្វី បានឮថាព្រះមាតាក៏បានឆ្លងជំងឺរាតត្បាតដែរឥឡូវនេះទ្រង់ចាប់ផ្ដើមមានបន្ទូលផ្ដេសផ្ដាសហើយយោងតាមច្បាប់អ្នកណាដែលឆ្លងជំងឺរាតត្បាតត្រូវតែដុតសម្លាប់ចោលទាំងអស់រួមទាំងទ្រង់ផងដែរព្រះមាតា អ្នកហ៊ាន ចាប់យកទៅ ប្រហានលែងយើង ចាប់យកទៅទាំងអស់ព្រះមាតាបានមានបន្ទូលថានេះជាអស្ថព្យាបាល
ប៉ុន្តែហេតុអ្វីបានជាព្រះរាជានៅតែមិនទាន់ដឹងខ្លួនសោះព្រះរាជាទ្រង់ដឹងខ្លួនហើយពេទ្យលួងលឿនឡើងពេទ្យលួង ក្រាបទូលព្រះមហេសីជាពលក្នុងខ្លួនព្រះរាជាបានរលីបាត់អស់ហើយនេះពិតជាអភូតហេតុណាស់ឋានសួគ៌ជួយការពារមហាសង្ឃយើងហើយអស្តព្យាបាលដែលព្រះមេដាបានស្រាវជ្រាវសម្លឹងអាចជួយសង្គ្រោះប្រជារាស្ត្រក្នុងគោមហាសង្ឃបានហើយ ល្អណាស់ពិតជាល្អណាស់ ពិតមែនហើយសូមអបអរសាទរព្រះរាជាសៀអ៊ូមើលថាយើងនឿយហត់ហើយ តារាប់ណាព្រះរាជាគ្មានបញ្ហាអ្វីខ្ញុំម្ចាស់ហ៊ានលុយភ្លើងលុយទឹកដោយមិនខ្លាចញើតឡើយគ្រាន់តែអាណិតព្រះមេដាដែលរហូតមកដល់ពេលនេះនៅតែគង់នៅក្នុងតំបន់រាតត្បាត ព្រះមេដាបានជួយសង្គ្រោះយើងត្រូវតែទៅអរគុណទ្រង់ដោយផ្ទាល់ ព្រះរាជាមិនល្អទេព្រះស្នំយីបានបញ្ជាឲ្យដុតព្រះមាតានិងប្រជារាស្ត្ររងគ្រោះទាំងអស់ចោល អ្វីនឹងអ្នកលែងយើងព្រះរាជានឹងមិនលើកលែងទោសឲ្យអ្នកទេ អ្នកឯងហ៊ានប្រឆាំងនឹងយើងម្ដងហើយម្ដងទៀតនៅទីនេះមានតែមនុស្សរបស់យើងអ្នកឯងនឹងក្លាយជាភ័យមួយក្តាប់ក្នុងពេលឆាប់នេះបើព្រះរាជាសួរយើងធ្វើទាំងអស់នេះគឺដើម្បីសុវត្ថិភាពប្រជារាស្ត្រនៃមហាសង្ឃគឺមានគុណសម្បត្តិគ្មានកំហុស នាង ចាប់ផ្ដើម តើនេះជាអ្វីដែលមនុស្សល្អសមនឹងទទួលបានមែនទេ ព្រះមេដាទ្រង់មិនគិតពីសុវត្ថិភាពផ្ទាល់ខ្លួនទេទ្រង់នឹងព្យាបាលពួកយើងទោះបីខ្ញុំស្លាប់ក៏ដោយក៏ខ្ញុំមិនឲ្យអ្នកឯងធ្វើបាបទ្រង់ដែរពួកឯងទាំងអស់គ្នាសុទ្ធតែជាប្រជារាស្ត្រនៃមហាសង្ឃពួកឯងមានឪពុកម្ដាយនិងបងប្អូនតើពួកឯងសាហាវយ៉ាងនេះដូចប្រជារាស្ត្រទាំងរស់ឬ ប្រហែលណាស់ពួកឯងចង់បះបោរមែនទេយើងដឹកពួកឯងគឺដើម្បីប្រជារាស្ត្រនៃមហាសង្ឃទៅមិនក៏ពួកឯងធ្វើចឹងពួកឯងគ្មានគ្រួសារទេអី មែនហើយពួកយើងក៏មានគ្រួសារដែរពួកឯងធ្វើជ្រុលពេកហើយ យើងនិយាយម្ដងទៀតដឹកពួកវាឲ្យស្លាប់ទៅបើមិនដូច្នោះទេគឺពួកឯងនឹងដែលត្រូវស្លាប់ ឈប់សិនព្រះស្នំឯកយងអ្នកដោះលែងប្រជារាស្ត្រទៅហើយយើងនឹងទទួលទោសជំនួស យើងនិយាយម្ដងទៀតអ្នកដែលយើងចង់ដុតសម្លាប់សុទ្ធតែជាអ្នកកើតជំងឺរាតត្បាតដែលគ្មានថ្នាំព្យាបាលយើងធ្វើនេះគឺដើម្បីក្រុមហាសង្ឃទាំងមូល ពួកគេចិត្តជាសះស្បើយហើយពួកគេមិនចាំបាច់ស្លាប់ទេអ្នកសម្លាប់មនុស្សច្រើនណាស់តើអ្នកមិនខ្លាចកម្មពៀទេ បានស្លាប់ដោយសារយើងដុតគឺជាកិត្តិយសរបស់ពួកគេហើយទៅ កុំឲ្យពួកគេធ្វើបាបព្រះមេដាតូចទោះយើងស្លាប់ក៏ដោយក៏ត្រូវតែការពារព្រះមេដាតូចដែរមកដឹកពួកយើងមុនទៅកុំធ្វើបាបព្រះមេដា កុំធ្វើបាបព្រះមេដា ព្រះស្នំឯកនេះគឺ អាគ្មានបានការកុំ ឈប់ភ្លាមព្រះចៅអធិរាជយាងមកដល់ហើយ ព្រះស្នំឯកយងប្រហែលណាស់ហ៊ានដុតព្រះមេដាទាំងរស់ហើយសម្លាប់មនុស្សដូចសត្វធាតុព្រះចៅអធិរាជខ្ញុំម្ចាស់ធ្វើនេះគឺដើម្បីក្រុមហាសង្ឃពួកមនុស្សថោកទាបនេះកើតជំងឺរាតត្បាតបើមិនចាត់ការភ្លាមទេអាចនឹងឆ្លងដល់ប្រជារាស្ត្រច្រើនទៀត អ្នកនិយាយកុហកព្រះមេដាតូចមិនបានឈឺទេអ្នកគ្រាន់តែចង់ធ្វើឃាតទ្រង់ប៉ុណ្ណោះហើយចង់ដុតពួកយើងទាំងអស់គ្នាឲ្យស្លាប់ទៀត សូមទ្រង់កុំជឿពាក្យពួកមនុស្សថោកទាបនេះព្រះមេដានៅក្នុងតំបន់ផ្ទាល់ជាមួយពួកថោកទាបនេះតើធ្វើមិនដេចនឹងមិនឆ្លងជំងឺបើខ្ញុំម្ចាស់មិនចាត់ការពួកគេភ្លាមទេអាចនឹងឆ្លងដល់មនុស្សច្រើនទៀតមិនដេចអ្នកដឹងថាជំងឺអុតធំគ្មានថ្នាំព្យាបាលជំងឺអុតធំរបស់យើងត្រូវបានព្រះមេដាព្យាបាលជាហើយមិនអាចទៅរួច ពិតមែនហើយជំងឺអុតធំខ្ញុំជាហើយមែនហើយរបស់ខ្ញុំក៏ជាដែរ អរគុណព្រះមេដាអរគុណព្រះមេដា អរគុណព្រះមេដា អរគុណព្រះមេដា អរគុណព្រះមេដាដែលជួយសង្គ្រោះ អ ជី រ វិ គុ ត ណព្រះមេដា អរគុណព្រះមេដា ព្រះចៅអធិរាជព្រះស្នំឯកយងមានទោសធ្ងន់ណាស់សូមទ្រង់មេត្តាសម្រេចទោសនាងមេពឹសពោលដុតរៀបត្រង់គ្រោះបងធ្វើឃាតព្រះមេដាទង្វើនេះស្ទើរតែធ្វើឲ្យបាត់បង់ទំនុកចិត្តរះទោះនាងស្លាប់ 10000 ដងក៏មិនរួចទោសដែរខ្ញុំម្ចាស់មិនបានធ្វើទេជំងឺរាតត្បាតពិតជាមិនមែនជារឿងលេងសើចទេខ្ញុំម្ចាស់គិតតែពីព្រះចៅអធិរាជតែប៉ុណ្ណោះ
ទង្វើបែបនេះរបស់នាងបានធ្វើឲ្យប្រជារាស្ត្រខឹងសម្បាយ៉ាងខ្លាំងហើយបើមិនមែនព្រះមេដាព្យាបាលជំងឺអុតធំជាទេតើនាងគិតថានាងអាចឈរនិយាយនៅទីនេះដោយសុវត្ថិភាពបានទេ ព្រះចៅអធិរាជខ្ញុំម្ចាស់ដឹងខុសហើយសូមទ្រង់មេត្តាទ្រង់ទតឃើញថាខ្ញុំម្ចាស់ធ្វើនេះព្រោះតែគិតពីទ្រង់សូមកុំប្រកាន់ទោសខ្ញុំម្ចាស់អី ព្រះស្នំឯកយ៉ងបាត់បង់សិលធម៌ចាប់ពីថ្ងៃនេះទៅព្រះស្នំឯកយ៉ងត្រូវដកចេញពីតំណែងជាព្រះស្នំឯកហើយត្រូវទទួលទោសប្រហារជីវិតដោយកាត់សាច់បន្តិចម្ដង ខ្ញុំម្ចាស់ដឹងខុសហើយព្រះចៅអធិរាជកុំអីព្រះចៅអធិរាជកុំអីព្រះចៅអធិរាជខ្ញុំម្ចាស់មានរឿងចង់និយាយ នាងនៅមានពាក្យអ្វីចង់និយាយទៀត ខ្ញុំម្ចាស់ដឹងពេលនេះទោះខ្ញុំម្ចាស់និយាយអ្វីក៏ដោយព្រះអង្គក៏មិនជឿដែរប៉ុន្តែសូមព្រះអង្គមេត្តាអនុញ្ញាតឲ្យខ្ញុំម្ចាស់នៅរាជវាំងយប់នេះជាយប់ចុងក្រោយបង្អស់ ហេតុអ្វី បំណងដែលខ្ញុំម្ចាស់សុំនោះគឺមុនពេលស្លាប់សូមគិតពិចារណាដកខាត់កំហុសឆ្គងខ្ញុំម្ចាស់ពិបាកចិត្តណាស់ធ្លាប់តែមានអំណាចត្រួតត្រាព្រះករុណាសូមអត់ទោសឲ្យខ្ញុំម្ចាស់ផងបានអញ្ចឹងអនុញ្ញាតឲ្យនាងនៅក្នុងរាជវាំងសម្រាប់មួយយប់ចុងក្រោយ ព្រះករុណាបើព្រះអង្គគ្មានមេត្តាហើយកុំបន្ទោសខ្ញុំម្ចាស់ថាគ្មានសន្តោសប្រណីអីអ្នកម្នាងក្រុមគ្រួសាររបស់មន្ត្រីក្នុងរាជវាំងទាំងអស់ដែលបានឆ្លងជំងឺរាតត្បាតគឺសុទ្ធតែនៅទីនេះហើយស្ដេចមិនបានការលោកគិតថាខ្ញុំមិនទុកផ្លូវក្រោយសម្រាប់ខ្លួនឯងទេពេលនេះទឹកដីជាងពាក់កណ្ដាលនៃរាជវង្សតាសឹងស្ថិតនៅក្នុងដៃខ្ញុំហើយលោកចង់ឲ្យខ្ញុំស្លាប់ខ្ញុំនឹងអូសទាញមនុស្សទាំងអស់មកធ្វើជាយីបូជាជាមួយខ្ញុំ ព្រះករុណាប្រហើនមានរឿងធំហើយព្រះករុណាខ្ញុំបាទនិងអ្នកផ្សេងទៀតត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកក្នុងរាជវាំងកាលពីប្រហែលថ្ងៃមុនពេលត្រឡប់ទៅផ្ទះថ្ងៃនេះទើបដឹងថាប្រពន្ធកូនរបស់ពួកខ្ញុំបាទត្រូវបានព្រះស្នំសុននោះនាំទៅរីកដំណាក់របស់នាងបាត់ទៅហើយតើគួរធ្វើយ៉ាងណាទៅស្រីស្នំចង្រៃនោះហ៊ានដុតបំផ្លាញប្រជារាស្ត្រត្រង់គ្រោះឥឡូវនេះស្ត្រីនិងកុមាររបស់យើងធ្លាក់ក្នុងកណ្ដាប់ដៃនាងខ្លាចថានឹងមានរឿងធំកើតឡើងហើយព្រះករុណាស្រីពីពលនេះស្រីថោកទាបហ៊ានលួចនាំយកក្រុមគ្រួសារមន្ត្រីរាជការទៅនាងយកពួកគេទៅលាក់ណីណា ខ្ញុំម្ចាស់សូមទូលព្រះអង្គគុំប្រញាប់ប្រញាល់ធ្វើអ្វីឲ្យសោះបើមិនដូច្នោះទេក្រុមគ្រួសារទាំងនោះនឹងត្រូវស្លាប់ខ្ទេចខ្ទីជាផងភុយ តើនាងបានធ្វើអ្វីខ្លះ ខ្ញុំម្ចាស់ដឹងតាំងពីយូរហើយថាព្រះអង្គជាមនុស្សគ្មានមនោសញ្ចេតនាក៏បានដឹងទុកជាមុនដែរថានឹងមានស្ថានភាពបែបនេះកើតឡើងបើព្រះអង្គចង់ឲ្យខ្ញុំម្ចាស់ស្លាប់ខ្ញុំម្ចាស់ក៏មិនខ្វល់នឹងការនាំយកក្រុមគ្រួសារនិងព្រះមហេសីទៅស្លាប់ជាមួយគ្នាដែរ នាងបានធ្វើអ្វីដាក់ព្រះមហេសីទៀត ព្រះករុណាខ្ញុំម្ចាស់គ្រាន់តែ5សៅរំសឹកធ្វើក្របបែក2គ្រាប់ប៉ុណ្ណោះមួយគ្រាប់ដាក់នៅគុកគំនិតរបស់ក្រុមគ្រួសារទាំងនោះមួយគ្រាប់ទៀតដាក់នៅក្នុងបន្ទប់ទុំរបស់ព្រះមហេសីព្រះករុណាព្រះអង្គជំនួសឲ្យការវាយខ្ញុំនៅទីនេះគួរតែគិតថាតើត្រូវដោះគ្រាប់បែកដោយរបៀបណាល្អជាងខ្ញុំនេះមកពីសតវត្សទី21ឆ្លងភពមកណាពឹងផ្អែកតែលើមនុស្សសម័យបុរាណដ៏ល្ងង់ខ្លៅទាំងនេះតើអាចប្រជែងជាមួយខ្ញុំបានយ៉ាងម៉េចមិនថាជាក្រុមគ្រួសារឬព្រះមហេសីទេសុទ្ធតែត្រូវតែស្លាប់ នាងតាមយើងមកទៅដោះគ្រាប់បែកនោះចេញទាំងអស់គ្នា លេង ការដុំឆែបអ្វីហ្នឹងតើនេះជាអ្វី ព្រះរាជាការរាប់ថយក្រោយបានចាប់ផ្ដើមហើយខ្ញុំចង់ឃើញថាតើព្រះអង្គជ្រើសរើសជួយសង្គ្រោះគ្រួសាររបស់ទាហានឬក៏ព្រះមហាក្សត្រយានីពេលនេះទ្រង់អាចជ្រើសរើសបានតែមួយប៉ុណ្ណោះខ្ញុំចង់ឃើញថាតើស្ដេចដែលគ្មានមេត្តាមួយអង្គនឹងជ្រើសរើសបាត់បង់ទំនុកចិត្តពីទាហានឬក៏បាត់បង់ភរិយានិងបុត្រ ព្រះមហាក្សត្រីគឺជាភរិយាទី1របស់ខ្ញុំ
បើខ្ញុំជ្រើសយកព្រះមហាក្សត្រីគ្រួសារមន្ត្រីនឹងស្លាប់ខ្ញុំនឹងបាត់បង់ភក្តីភាពពីមន្ត្រីទាំងស្រុងពេលនោះរាជវាំងនឹងច្របូកច្របល់ខ្ញុំនឹងធ្វើឲ្យប្រជារាស្ត្រទូទាំងនគរខកចិត្តបើខ្ញុំជ្រើសយកភរិយានិងបុត្ររបស់មន្ត្រីនោះខ្ញុំក៏នឹងបាត់បង់ភរិយាតែមួយគត់របស់ខ្ញុំដែរ ហេតុអ្វីបានជាធ្វើពុតជាស្ទាក់ស្ទើរនៅចំពោះមុខខ្ញុំនៅក្នុងចិត្តរបស់ព្រះរាជាស្ត្រីគឺមិនសំខាន់ទេទឹកដីនិងរាជបល្ល័ង្កទើបជាចម្បងប្រញាប់ទៅជួយសង្គ្រោះគ្រួសាររបស់ទាហានទៅបើមិនដូច្នេះទេពេលវេលានឹងមិនទាន់ទេពិតមែនហើយនៅចំពោះមុខរាជបល្ល័ង្កសំបីតែព្រះមហាក្សត្រីក៏ទ្រង់អាចបោះបង់ចោលបានដែរសំណាងហើយដែលខ្ញុំបានឃើញមុខមាត់ពិតដែលគ្មានមេត្តារបស់ព្រះរាជាហើយទោះបីជាត្រូវស្លាប់ក៏ត្រូវតែទាញព្រះមហាក្សត្រីមកធ្វើជាយីបូជាដែរ ទូបង្គំសូមក្រាបទូលព្រះមេដាអ្នកមនាងយន្តបានឃុំគ្រួសាររបស់ទាហានព្រំដែននៅក្នុងគុកងឹតហើយថែមទាំងបានដាក់នៅក្នុងគុកងឹតគ្រាប់បែករាវ អ្វីគេដូច្នេះយើងនឹងទៅរកព្រះមហាក្សត្រី នេះមើលទៅមិនធ្ងន់ដូចរំសឹកទេតើវាពិតជាអាចបំទុះគុកងឹតទាំងមូលបានមែនទេ គ្រាប់បែករាវគឺខ្លាំងជាងរំសិលឆ្ងាយណាស់ទម្លាក់យើងចុះ ចាប់អ្នកមនាងយន្តនាំមកឲ្យយើង ទៅឲ្យលឿន យើងបានដោះគ្រាប់បែកចេញហើយឲ្យគេនាំគ្រួសារទាហានចេញទៅលួងលោមរួចបញ្ជូនចេញពីវាំងទៅ តើវាអាចទៅរួចដោយរបៀបណាគ្រាប់បែកនេះក្រៅពីខ្ញុំមិនអាចមានអ្នកណាផ្សេងទៀតអាចដោះវាចេញបានទេឬមួយក៏អ្នកជាមនុស្សសម័យទំនើបដែលឆ្លងភពមកដែរក្មេងតូចអញគិតថាអញដោះគ្រាប់បែកនៅក្រោមដីបានហើយមិនអីទេវិមានមហាក្សត្រីរបស់យើងក៏ត្រូវបំទុះដែរមហាក្សត្រីត្រូវតែស្លាប់ មហាក្សត្រីមិនអីទេព្រះបរមរាជវាំងរបស់ព្រះនាងក៏នឹងបន្ទុះដែរមុនពេលទៅដល់បន្ទប់ក្រោមដីអាចារ្យរកឃើញគ្រាប់បែកហើយបានដោះគ្រាប់បែករួចហើយ ឯងស្មានថាយើងនិយាយថាដាំពីរគ្រាប់វាពិតជាពីរគ្រាប់មែនទេមានតែពួកឯងដែលឈួតទេដែលជឿវិមានមហាក្សត្រីត្រូវបានយើងដាក់គ្រាប់បែកពេញហើយមហាក្សត្រីត្រូវតែស្លាប់ មហាក្សត្រីមហាក្សត្រីនៅរស់ទេ ព្រះរាជាពេលនេះទ្រង់បានរត់ទៅលាក់ខ្លួនបាត់ទៅហើយដូចជាព្រះរាជាដែលជាមនុស្សកំសាកនោះទ្រង់មិនអាចទៅជួយមហាក្សត្រីបានទេ ព្រះមេដាជួយផងមិនអីទេ មិនអាចទៅរួចអ្នកឯងមិនអាចទៅជួយមហាក្សត្រីបានលោកឯងមិនអាចស្រឡាញ់នាងបានទេមិនមែនទេអ្នកឯងមិនអាចក្បត់ខ្ញុំបានទេមិនអាចទៅរួចទេ ពិតមែនហើយក្នុងនាមជាអធិរាជមានរឿងជាច្រើនដែលមិនអាចធ្វើបានការស្រឡាញ់អ្នកគឺដោយសារតែគ្រួសារយន្តរបស់អ្នកក្បត់ប៉ុន្តែស្នេហាពិតរបស់ខ្ញុំគឺមានតែសម្រាប់មហាក្សត្រីតែម្នាក់គត់ទាហានយន្តគួយហ្វេបានរៀបចំផែនការធ្វើឃាតមហាក្សត្រីនិងគ្រួសារមន្ត្រីតុលាការអូសនាងចេញទៅក្រៅដាក់ទោសអូសនាងចេញទៅក្រៅដាក់ទោស មិនអាចទៅរួចទេខ្ញុំជាមហាក្សត្រីមិនអាចទៅរួចទេលែងខ្ញុំចង់ធ្វើជាមហាក្សត្រីលែងខ្ញុំ ព្រះរាជាមិនមែនថាអាចារ្យនិយាយស្ដីបន្ទោសត្រង់ទេពេលមានមហាក្សត្រីហើយកុំទៅតាក់ទងស្រីផ្សេងទៀតទ្រង់មើលចុះទ្រង់បង្កបញ្ហាបណ្ណាហើយដល់អាចារ្យ ក្រាបទូលមេដាយើងនឹងស្ដាប់បង្គាប់ព្រះមេដាយើងនឹងឆាប់មានបុត្រាមួយអង្គជាមួយមហាក្សត្រីដល់ពេលនោះយើងនឹងត្រូវពឹងពាក់លើព្រះមេដាហើយ យី
ជីប្រូពឹងបានតែហាមពាក់